សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងសាច់រឿង Emperor's Domination ឬដែនដីនៃអធិរាជអមតៈរដូវកាលទី1តែមិនបន្តដល់សាច់រឿងរបស់យើងនាំអារម្មណ៍បងប្អូនអ្នកគុណនិយមគ្រប់គ្នាជួបជាមួយនឹងបច្ចាធំធំនៅក្នុងវីដេអូរបស់ពួកយើងជាមុនសិនសូមអរគុណបងប្រវត្តិដែលបងបានជួយឧបត្ថម្ភចំនួន$1តាមរយៈ Acilita ហើយបងមិនបានរីម៉ាក់ពីអ្វីនោះទេចឹងអរគុណបងប្រុសធំជូនពរបងប្រុសព្រមទាំងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អនិងរកទទួលទានមានបានពាក់ព័ន្ធនឹងការធ្វើវីដេអូហ្នឹងadminសន្យាថានឹងធ្វើដល់ចំប៉ុន្តែក៏សូមចាត់បងប្អូនរឿងមួយយ៉ាងដែរដោយសារតែយើងអត់មានប្រាក់ចំណូលពី YouTube អីសូម្បីតែមួយកាតផ្សេងទេចឹងadminចង់សូមចាត់បងប្អូនថាយ៉ាងណាក៏ជួយមកត្រឹមបានមួយកាតផុសរឿងទៅបានហើយadmin ចែកកម្លាំងឲ្យបងប្អូនជួយចេញការចឹងទៅបានយើងអាចដំណើរការបាក់ហ្នឹងទៅជាមួយគ្នាបានបើមិនចឹងទេអាច admin ហ្នឹងអាចផតបានញឹកញាប់អញ្ចឹងណាពេលខ្លះសឹងតែដាច់លុយណាស់ហ្នឹងធម្មតាទេជីវិតរបស់យើងលក្ខណៈនៅលាវអញ្ចឹងណាតែមានគ្រួសារអញ្ចឹងពេលខ្លះក៏លះហេមលះហាមដែរនិយាយតាមត្រង់ចុះមិនមែនជាការត្អូញតែប្រាប់បងប្អូនអីទេអញ្ចឹងសង្ឃឹមថាបងប្អូនជួយម្នាក់បន្តិចទៅដើម្បីឲ្យបានបញ្ចូលការចូលលេខផលរឿងអញ្ចឹងណាអញ្ចឹងអត់មានអីទេកុំឲ្យខាតពេលវីដេអូចាប់ផ្ដើមសាច់រឿងជាមួយនឹង admin ទាំងអស់គ្នានៅទីបំផុតល្បាយឱសថនៅក្នុងផ្ទះណែក៏បានរួមតូចទៅជានំឱសថនំឱសថនេះមើលទៅដូចជាប៊ឺដែលមានជាតិខ្លាញ់មិនជានៅក្លិនក្រអូបផ្អែមខណៈពេលដែលផ្ដល់នូវអារម្មណ៍សុខស្រួលនិងងប់ងល់វាដូចជាស្លាបបានលេចចេញមកដែលអនុញ្ញាតឲ្យមនុស្សម្នាក់ហោះហើរឡើងទៅលើអាកាសនៅពេលដែលបានហាន់ក្លិនរបស់វាជាចុងក្រោយខ្មោចចាស់ក៏បានមានការរំភើបចិនឬក៏បានស្រែកឡើងថានៅទីបំផុតខ្ញុំធ្វើបានហើយនេះគឺជាល្បាយដ៏ត្រឹមត្រូវលីជាយាយក៏បានស្រែកឡើងក្នុងពេលដែលរំភើបចិនហើយថែមទាំងបានលោតឡើងទៅលើអាកាសទៀតផងថាពធអើយនៅទីបំផុតបានបញ្ចប់ហើយបន្តមកគាត់ក៏បានធ្វើការអង្គុយអុកគូរបស់គាត់ខណៈពេលរាងកាយរបស់គាត់ចុះខ្សោយចំពោះគាត់នេះពិតជាអភូតហេតុមួយទោះបីជាអតីតឆ្នាំបានកើតជាថ្មីក៏ដោយគាត់នៅតែមិនជឿវាផងដែរប្រសិនបើពិភពលោកបានដឹងថារូបមន្តចម្រាញ់តានធានមួយនេះត្រូវបានលេបបញ្ចូលគ្នាដោយជោគជ័យនៅពួកគេនឹងភ័យខ្លាចរហូតដល់ព្រលឹងរបស់ពួកគេចាក់ចេញពីរូបរាងកាយឬស្រែកដោយការភ្ញាក់ផ្អើលលីសួងយ៉ាងរួមជាមួយនឹងឆាន់ប៉ាវជាវមានអារម្មណ៍ធូរស្រាលទោះបីជាពួកគេមិនដឹងថារូបមន្តចម្រាញ់ឆ្នាំនេះគឺជាអីក៏ដោយក៏ពួកគេដឹងថាវត្ថុក្នុងផ្ទះដែនគឺពិតជាគ្មានគូព្រាមនៅពេលនេះពួកគេក៏បានជួបញើចាញ់ពីលោកម្ចាស់តូចរបស់ពួកគេដោយស្ងៀមស្ងាត់ហើយចែករំលែកការរីករាយរបស់គាត់មួយសន្ទុះក្រោយមកលីជាយបានដឹងខ្លួនឡើងវិញហើយសម្លឹងមើលទៅកាន់នំឱសថនៅក្នុងផ្ទះដែនរួចក៏បាននិយាយយឺតៗថាល្បាយរួចរាល់ហើយចំពោះការធ្វើដំណើរនាពេលខាងមុខវាអាស្រ័យលើអ្នកនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅបរិះចំណាំមិនបាននិយាយពាក្យអ្វីទាំងអស់ហើយគ្រាន់តែសម្លឹងមើលនំឱសថក្នុងផ្ទះដែនដោយភ្នែករីករាយបំផុតនៅទីបំផុតក៏បានប្រគល់ជ្រូកវិធីឋានសួគ៌មួយក្បាលទៅកាន់លីជាយេមុនពេលដែលលីជាយេចាក់ចាញ់ខ្មោចចាស់បានសម្លឹងមើលទៅកាន់លីជាយេហើយនៅតែនិយាយយឺតថាចូលមកបែបនេះវិញអ្នកនៅទីនេះចូលគោរពយកខ្ញុំធ្វើជាគ្រូរបស់អ្នកម្ដងណាអ្នកទទួលយកខ្ញុំធ្វើជាគ្រូរបស់អ្នកនៅក្នុងចំណន់នេះតំណែងអធិរាជអមតៈគឺជារបស់អ្នកជាមិនខានពាក្យទាំងនេះបានធ្វើឲ្យលីសួងយ៉ាងនឹងឆាន់ប៉ាវជាវបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែវាងាយស្រួលពេកមែនទេក្នុងការคล้ายទៅជាអធិរាជអមតៈទោះជាយ៉ាងណាក៏ដោយខ្មោចចាស់នេះបាននិយាយហាក់ដូចជាវាគឺជារឿងតូចតាចមួយសម្រាប់អ្នកវឹកហាត់ណាមួយការអាចវឹកហាត់ដល់កម្រិតអធិរាជអមតៈគឺជាកតញ្ញូខ្ពស់បំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់សូម្បីតែមនុស្សចំនួនក្រោយក៏មិនហ៊ាននិយាយថាពួកគេអាចវឹកហាត់ទៅកាន់កម្រិតអធិរាជអមតៈបានដែរប៉ុន្តែខ្មោចចាស់នេះនៅចំពោះមកពួកគេគឺមានទំនុកចិត្ត 100% លីជាយេក៏បាននិយាយដោយស្ងប់ស្ងាត់ថាទេពាក្យសម្ដីរបស់អ្នកខុសហើយនៅក្នុងចំនួននេះដោយមានវត្តមានរបស់ខ្ញុំប្រកាសជាคล้ายទៅជាអធិរាជអមតៈអ្នកណាដែលរកប្រគល់ប្រជែងដណ្ដើមយកឆន្ទៈឋានសួគ៌ប្រឆាំងនឹងខ្ញុំនឹងគ្រាន់តែជាកំណោឆ្អឹងនៅលើផ្លូវតោដ៏អស្ចារ្យរបស់ខ្ញុំប៉ុណ្ណោះសូម្បីតែសិស្សដែលវឹកហាត់ដោយអ្នកក៏មិនអាចគេចផុតពីជោគវាសនានេះដែរសម្លេងមិនខ្វល់ខ្វាយបែបនេះប៉ុន្តែវាគឺជាវោហារសារដ៏ខ្លាំងក្លាបំផុតដែលលីសួងយ៉ាងនិងឆាន់ប៉ាវជាវបានឮគ្មាននរណាម្នាក់នៅក្នុងលោកនេះក្រៅពីខ្ញុំនោះទេមានតែខ្ញុំម្នាក់គត់ដែលមិនអាចយកឈ្នះបានខ្មោចចាស់បានសម្លឹងមើលទៅកាន់លីជាយេយ៉ាងស្ងៀមស្ងាត់អ្នកទាំងពីរភ័យខ្លាចចំពោះលោកម្ចាស់តូចរបស់ពួកគេនៅក្នុងករណីខ្មោចចាស់នឹងបន្ទុះខ្លាំងខ្មោចចាស់នៅខាងមុខនេះពិតជាគួរឲ្យភ័យខ្លាចដែលមិនអាចប្រៀបផ្ទឹមបានយ៉ាងណាក៏ដោយលីជាយេបានរក្សាភាពស្ងប់ស្ងាត់របស់គាត់ហើយមានលក្ខណៈធម្មជាតិដូចជាខ្យល់បោកស្រាលស្រាលនិងពពកទន់ៗវាដូចជាគ្មានរឿងអីកើតឡើងបន្ទាប់ពីមួយរយៈពេល
លីជាយេក៏បានបន្ថែមទៀតថាថ្ងៃនៃការបន្សុទ្ធតានធានខ្ញុំអាចមកទីនេះបាននៅពេលនោះប្រសិនបើអ្នកចង់ឲ្យខ្ញុំធ្វើវានេះមិនមែនជារឿងដែលមិនអាចទៅរួចនោះទេទោះជាយ៉ាងណាក៏ដោយចំពោះបញ្ហានេះរបស់របរដែលអាចធ្វើឲ្យខ្ញុំចាប់អារម្មណ៍គឺមានមិនច្រើននោះទេនៅទីបំផុតខ្មោចចាស់មិនបាននិយាយពីអ្វីទាំងអស់ហើយក៏បានអង្គុយនៅស្ងៀមនៅពីក្រោយតុរបស់គាត់ដោយការបិទភ្នែកហាក់ដូចជាដេកលងលក់ដូចជាស័ក្តិសមលីជាយេបានញញឹមឲ្យបានចាចេញជាមួយលីសួងយ៉ាននិងឆាន់ប៉ាវជាវបន្ទាប់ពីបានចេញពីហាងតូចនោះលីសួងយ៉ានបានសម្លឹងមើលទៅកាន់លីជាយេម្ដងរួចក៏បានសួរថាតើខ្ញុំសូមយោបល់មួយបានទេលីជាយេបានសម្លឹងមើលហើយក៏បានលូកដៃទៅអង្អែលសក់ដល់រលោងរបស់នាងយ៉ាងស្រាលស្នាលរួចក៏បាននិយាយដោយស្ងៀមស្ងាត់ថាវាគឺជាការចម្ពាក់កូនដ៏មានតម្លៃមួយនាងតូចក៏មើលស្រាលគាត់អីតាំងពីសម័យបុរាណកាលមកគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលពិបាកក្នុងការរញ៉េរញ៉ៃបំផុតនៅក្នុងពិភពលោកនេះការចម្ពាក់កូនមួយពីរគាត់គឺមិនអាចកាត់ថ្លៃបាននោះទេសូម្បីតែអធិរាជអមតៈក៏មិនទទួលបានការសន្យាពីគាត់នោះដែរមានតែលីជាយេទេដែលអាចធ្វើសកម្មភាពស្និទ្ធស្នាលបែបនេះដូចជាការយកដៃទៅអង្អែលសក់ពណ៌ខ្មៅរបស់នាងបានលើដូច្នេះពួកគេទាំងពីរបានមានការភ្ញាក់ផ្អើលហើយក៏បានដកដង្ហើមធំវែងតើតួអង្គបែបណាដែលជាអធិរាជអមតៈពួកគេបានកាន់ខ្ជាប់នៅឆន្ទៈឋានសួគ៌ហើយខ្លាចជាមនុស្សដែលមិនអាចយកឈ្នះបាននៅក្នុងពិភពលោកទាំង9តើមនុស្សប្រភេទណាដែលមិនព្រមមើលមុខអធិរាជអមតៈពួកគេមិនដែលបានឮអំពីតួអង្គបែបនេះពីមុនមកនោះទេលីស៊ុងយ៉ានមិនបានកត់សម្គាល់ឃើញថាលីជាយេកំពុងតែអង្អែលសក់របស់នាងនោះទេព្រោះនាងស្ថិតនៅក្នុងភាពសប្បាយសប្បាយពេលនាងបានដឹងខ្លួនវិញនាងបានសម្លឹងមើលទៅកាន់លីជាយេដោយកំហឹងឬក៏បានស្រែកឡើងថាខ្ញុំចាស់ជាងអ្នកមែនទេអ្នកហៅខ្ញុំថាក្មេងស្រីតូចម្ដងទៀតខ្ញុំនឹងមិនល្អជាមួយនឹងអ្នកនោះទេនៅទីនេះនាងបានខំថ្មិញដោយកំហឹងលីជាយេមិនបានខ្វល់ខ្វាយពីការតវ៉ារបស់នាងនោះទេហើយគ្រាន់តែញញឹមប៉ុណ្ណោះដែលធ្វើឲ្យលីស៊ុងយ៉ានចង់ទាត់គាត់ភ្លាមខណៈពេលដែលឆាន់ប៉ាវជាវមិនអាចទប់សម្ដៅបាននោះទេស្រីស្អាតពីររូបដែលគ្មានអ្វីអាចពេបផ្ទឹមបានម្នាក់ខឹងម្នាក់ទៀតសើចស្រីស្អាតទាំងពីរប្រភេទផ្សេងគ្នានេះបានបង្កើតទៅជាឈុតឆាកដ៏អស្ចារ្យបំផុតក្នុងលោកដែលមនុស្សម្នាក់មិនអាចធុញទ្រាន់ក្នុងការមើលបានបន្ទាប់ពីមួយរយៈពេលឆាន់ប៉ាវជាវមិនអាចជួយអីបានក្រៅពីសួរដោយស្ងប់ស្ងាត់ថាតើគាត់កំពុងតែព្យាយាមកែលម្អអីទាក់ទងទៅនឹងសំណួរនេះលីជាយេគ្រាន់តែសម្លឹងមើលទៅកាន់ជើងមេឃដោយស្ងៀមស្ងាត់ហាក់ដូចជាគាត់កំពុងតែត្រូវបានអូសចូលទៅក្នុងការចងចាំចាស់មួយឆាន់ប៉ាវជាវនិងលីស៊ុងយ៉ានមិនបានរំខានគាត់ទេហើយបានរងចាំការឆ្លើយតបរបស់គាត់ដោយស្ងៀមស្ងាត់លីជាយេក៏បាននិយាយយឺតៗថាវាគឺជារូបមន្តចម្រាញ់ថ្នាំតានធានដែលមិនអាចរកបាននៅក្នុងពិភពលោកបាននោះទេវាមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះនៅក្នុងយុគសម័យដ៏ចំណាស់មួយរឿងព្រេងនេះត្រូវបានបន្តពីដើមរៀងមកគ្មាននរណាម្នាក់ដឹងថារឿងព្រេងនេះបានចាប់ផ្ដើមនៅពេលណានោះទេវាអាចជាសម័យកាលរឿងព្រេងនិទានឬសម័យកាលចាស់ជាងនេះទៅទៀតដូចជាការចាប់ផ្ដើមដំបូងជាដើមសរុបមកប្រសិនបើរូបមន្តចម្រាញ់ថ្នាំតាំងធាននេះត្រូវបានចម្រាញ់ដោយជោគជ័យនោះមហាអំណាចតែមិនអាចយកឈ្នះបាននិងសូម្បីតែអធិរាជអមតៈក៏មិនអាចនៅស្ងៀមបាននោះដែរទោះបីជាពួកគេទាំងពីរនាក់បានត្រៀមបញ្ហាផ្លូវចិត្តរួចហើយក៏ដោយប៉ុន្តែពេលដែលបានរៀនដូច្នេះពួកគេនៅតែមានការភ្ញាក់ផ្អើលតើនេះគឺជាអធិភាពបែបណាឬផ្ទុយទៅវិញតើនេះគឺជាការកើនទៅនឹងឋានសួគ៌បែបណានៅពេលត្រឡប់មកកាន់ទីធ្លាវិញលីជាយេក៏បានចាប់ផ្ដើមរវល់គាត់បានអនុញ្ញាតឲ្យលីស៊ុងយ៉ានរៀបចំចង្ក្រានស្លាបព្រានិងចានជាច្រើនពីរូបរាងរបស់គាត់វាហាក់ដូចជាគាត់កំពុងតែរៀបចំបង្ហាញនៅជំនាញធ្វើម្ហូបរបស់គាត់បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានរួចរាល់លីជាយេក៏បានចាក់សោខ្លួនឯងនៅក្នុងបន្ទប់ឆាន់ប៉ាវជាវនិងលីស៊ុងយ៉ានគ្រាន់តែឮសំឡេងគោះទ្វារនិងសំឡេងបុកពីខាងក្នុងបន្ទាប់ពីគាត់ក៏បានជៀនចំហុយនិងស្ងោរវាហាក់ដូចជាគាត់កំពុងតែកាត់សាច់និងកាត់ឆ្អឹងចោលសំឡេងដ៏មមាញឹកទាំងនេះនៅខាងក្នុងបានធ្វើឲ្យឆាន់ប៉ាវជាវនិងលីស៊ុងយ៉ានបានសម្លឹងមើលគ្នាទៅវិញទៅមកដោយការងឿឆ្ងល់អ្នកដទៃអាចគិតថាលីជាយេគឺជាចុងភៅហើយកំពុងតែរវល់រៀបចំពិធីជប់លៀងប៉ុន្តែពួកគេបានដឹងថាលោកម្ចាស់តូចរបស់ពួកគេពិតជាមិនមែនជាចុងភៅនោះទេហើយគាត់ផ្ទាល់មិនព្រមរៀបចំពិធីជប់លៀងឲ្យនរណាម្នាក់នោះទេនៅថ្ងៃបន្ទាប់ក្លិនដ៏ក្រអូបឈ្ងុយឆ្ងុំក៏បានកើនឡើងពីបន្ទប់ដូចជាពិធីជប់លៀងត្រូវបានរៀបចំរួចរាល់សម្បីតែក្រុមរបស់ណានហ៊ុយរ៉ាននិងឈូតាវលីដែលកំពុងតែវឹកហាត់នៅក្នុងទីធ្លាខាងក្នុងក៏ត្រូវបានទាក់ទាញដោយក្លិនក្រអូបផងដែរ
ឈរនៅខាងក្រោមណានហួយរ៉ានបានលេបទឹកមាន់ដោយលើកអណ្ដាតរបស់គាត់ដោយក៏បានសួរថាសិស្សច្បងធំកំពុងតែរៀបចំពិធីជប់លៀងមែនទេផ្នែកធំរបស់ស៊ូប៉ៃបានភ្លឺចាងហើយបានសួរទៅកាន់ឆិនប៉ាវជាវយ៉ាងសទន់ថាបងស្រីឆិនតើសិស្សច្បងធំកំពុងតែធ្វើអីឆិនប៉ាវជាវបានងក់ក្បាលស្រាលនៅពេលនាងបាននិយាយថាខ្ញុំមិនប្រកាសនោះទេនាងពិតជាមិនដឹងថាលីជាយាកំពុងតែព្យាយាមធ្វើអ្វីឲ្យពិតប្រាកដនោះទេក្រៅពីការរៀបចំសម្ភារៈនៅពេលដែលក្មេងៗចំនួនក្រោយបានស្រក់ទឹកមាត់នៅខាងក្រៅទ្វារមិនយប់ប៉ុន្មានទូពូយូនូហ្វែននិងស៊ីគន់តាំងសុទ្ធតែបានមកដល់ហើយសម្លឹងមើលជុំវិញដោយការចង់ដឹងចង់ឃើញផងដែររសជាតិបាត់នេះបានធ្វើឲ្យក្រុមរបស់ទូពូយូលេបទឹកមាត់មិនឈប់ឈរសម្បីតែឆាន់ប៉ាវជើវនិងលីស៊ូងយ៉ាន់ក៏មិនអាចជួយឲ្យបានក្រៅពីធ្វើដូច្នេះផងដែរនៅថ្ងៃទី3សម្លេងសសក៏បានមកលើឡើងទីបំផុតលីជាយាក៏បានបើកទ្វារថ្មដែលបានបិទចិនហើយក៏បានចេញមកខាងក្រៅដោយឃើញលីជាយាណានហួយរ៉ាន់មិនអាចរងចាំបានក៏បានសួរទាំងស្នាមញញឹមឡើងថាសិស្សច្បងធំតើសិស្សច្បងគឺជាចុងភៅមែនទេសូមអនុញ្ញាតឲ្យពួកយើងភ្លក់រសជាតិផងបានទេលីជាយាបានសម្លឹងមើលគាត់ដោយភ្នែកម្ខាងរួចក៏បានយកចង្ក្រានធំចំនួន2ចេញមកដែលធ្វើឲ្យក្រុមរបស់ណានហួយរ៉ាន់បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឆ្នាំងធំទាំងពីរនោះពោពេញដោយស៊ុំប៉ុន្តែផ្នែកខ្លះគឺមានពណ៌បៃតងខ្លះទៀតមានពណ៌សខ្លះមានពណ៌ក្រហមនិងខៀវមានពណ៌សពគ្រប់បែបយ៉ាងវាដូចជាចានគំរូមានរបស់ជាច្រើនដែលបានអណ្ដែតនៅក្នុងស៊ុំដូចជាជើងមាន់សដន់នាគឬក៏អ្វីមួយដែលស្រដៀងទៅនឹងក្បាលមនុស្សនិងលឹងសត្វអណ្ដើកជាដើមមានដុំខ្លាញ់មួយឬខ្មៅនិងសំបីតែសាច់ស្ងួតខ្លះដែលគ្របដោយរោមពណ៌បៃតងវែងត្រូវហើយក្លិនដ៏ក្រអូបគួរឲ្យចង់ញ៉ាំនេះពិតជាបានមកពីស៊ុំសាច់ពីឆ្នាំងនេះពិតមែនប៉ុន្តែបន្ទាប់ពីបានឃើញវាមនុស្សក៏មានការភ័យខ្លាចស៊ុបសាច់នេះហាក់ដូចជាស៊ុបដ៏គួរឲ្យស្អប់ខ្ពើមបំផុតនៅក្នុងពិភពលោកនេះមានសាច់បិសាចរួមជាមួយនឹងសាកសពរលួយនៅខាងក្នុងសរុបមករូបរាងរបស់ស៊ុបនេះពិតជាធ្វើឲ្យមនុស្សចង់គួនដោយបានមើលឃើញឆ្នាំងស៊ុបចំនួន2នេះណានហួយរ៉ាន់បានញាប់បន្តិចនៅពេលដែលគាត់បាននិយាយថាមិនល្អទេខ្ញុំសុំគួនសិនហើយតាមពិតទៅមិនត្រឹមតែណានហួយរ៉ាន់ប៉ុណ្ណោះទេសូម្បីតែក្រុមរបស់លីស៊ូងយ៉ានក៏ភ័យខ្លាចដែរប្រសិនបើលីស៊ូងយ៉ានមិនបានរៀបចំសម្ភារៈដោយខ្លួនឯងនោះទេនាងនឹងសង្ស័យថាឆ្នាំងសាច់ទាំងពីរនេះពិតជាធ្វើពីសាកសពរលួយនិងសាច់បិសាចពិតមែនលីជាយាយបានទះក្បាលរបស់ណានហួយរ៉ាន់ហើយក៏បានស្ដីបន្ទោសទាំងស្នាមញញឹមឡើងថាឆុំផ្ដេសផ្ដាសឈប់ស្រមៃទៀតទៅសុពិធីសានឋានសួគ៌ពីឆ្នាំងនេះមិនមែនជាអ្វីដែលឯងអាចញ៉ាំបាននោះទេសូម្បីតែស្ដេចឋានសួគ៌ក៏គ្មានលក្ខណៈសម្រាប់គ្រប់គ្រាន់ដើម្បីញ៉ាំវាផងដែរចូលដឹងថានេះគឺជាស៊ុបដ៏អាចកំបាំងនិងអស្ចារ្យបំផុតនៅក្នុងពិភពលោកនេះសម្រាប់មនុស្សនិងខ្មោចក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាបន្តមកគាត់ក៏បានគ្របគម្របឆ្នាំងទាំងពីរហើយក៏បានបាត់វាចិនលីជាយាយបានបញ្ជាឲ្យនូហ្វែនរៀបចំតុមួយបន្តមកគាត់បានដាក់របស់ចម្លែកមួយចំនួនម្ដងមួយនៅពីលើរបស់ចម្លែកទាំងនេះរួមមានក្រដាសផ្លាទីនក្រដាសពណ៌លឿងមួយចំនួនដែលដាក់ចុងគ្នាទៅជាតម្រងដាវកំណំនិងវត្តកំណំទ្រាំខណៈពេលដែលក្រដាសផ្សេងទៀតមើលទៅដូចជារូងភ្នំឋានសួគ៌របស់ចម្លែកទាំងនេះបានធ្វើឲ្យអ្នកដទៃគិតថាពួកគេបានធ្វើដើម្បីគោរពបូជាដល់អ្នកស្លាប់បន្ទាប់ពីរៀបចំសពគ្រប់បែបយ៉ាងរួចរាល់លីជាយាយបានប្រាប់នូហ្វែននិងស៊ីគន់តាំងថាអ្នកទាំងពីរទៅសម្អាតខ្លួនដើម្បីរៀបចំសម្រាប់ការដុតធូបចូលចាំថាអ្នកត្រូវតែមានភាពស្មោះត្រង់ជាមួយនឹងចិត្តស្ងប់ព្រឹកព្រលឹមថ្ងៃស្អែកអ្នកទាំងពីរនឹងតាមខ្ញុំទៅកាន់ទីបញ្ចុះសពឋានសួគ៌បុរាណហើយសួងយ៉ាននិងប៉ាវជាវក៏នឹងមកផងដែរនូហ្វែនរួមជាមួយនឹងស៊ីគន់តាំងមិនហ៊ាននៅស្ងៀមនោះទេហើយភ្លាមនោះក៏បានធ្វើតាមការបញ្ជាពេលលើថានឹងទៅកាន់ទីបញ្ចុះសពពីបុរាណឋានសួគ៌ក្មេងៗបានមានការរំភើបហើយណានហួយរ៉ាន់ក៏បានសួរថាអេហេសិស្សច្បងធំតើសិស្សច្បងធំនឹងនាំពួកយើងទៅជាមួយដែរឬទេលីជាយាយបានសម្លឹងមើលគាត់ម្ដងរួចក៏បានងក់ក្បាលហើយក៏បានឆ្លើយតបថាលើកនេះគឺមិនបាននោះទេលើកនេះខ្ញុំចង់ជួបជាមួយនឹងមនុស្សអមតៈផែនដីបទពិសោធន៍របស់អ្នកគឺមិនគ្រប់គ្រាន់នោះទេហើយអាចបង្ហាញពីល្បិចរបស់ពួកយើងនៅពេលណាក៏បានពេលលើបែបនេះសូម្បីតែទូពូយូក៏មានការភ្ញាក់ផ្អើលដែរខណៈពេលណានហួយរ៉ាន់និងសិស្សទាំងនោះលែងហ៊ានសួរអំពីការទៅជាមួយទៀតហើយជាចុងក្រោយលីជាយាយក៏បានសម្លឹងមើលទៅកាន់ទូពូយូហើយគាត់ក៏បាននិយាយថាបើគ្មានវត្តមានរបស់ខ្ញុំនោះទេខ្ញុំទៅក្មេងៗរពើទាំងនេះឲ្យអ្នក
ទូពូយូក៏បានញញឹមដោយក្តីរីករាយនៅពេលដែលគាត់បាននិយាយថាសិស្សច្បងធំអ្នកអាចធានាបានខ្ញុំនឹងមើលថែពួកគេឲ្យបានល្អបន្ទាប់ពីបញ្ជូនសិស្សទាំងនោះចេញរួចលីជីយេក៏បានហៅទៅកាន់ឆិនប៉ាវជាវនិងលីស៊ូយ៉ានឲ្យចូលទៅខាងក្នុងបន្ទប់បន្ទាប់មកគាត់បានយកដបឈាមដែលជារបស់ក្មេងស្រីម្នាក់ដែលនៅក្បែរអ្នកចម្រាញ់ថ្នាំជើងចាស់ស៊ូស៊ីវចេញមករួចគាត់ក៏បាននិយាយថាខ្ញុំនឹងប្រកល់វិធីសាស្ត្របោកប្រាស់មួយទៅកាន់អ្នកថ្ងៃស្អែកអ្នកត្រូវតែសម្រក់ឈាមនេះចូលទៅក្នុងកណ្ដាលចិញ្ចើមរបស់អ្នកហើយត្រូវប្រកាសថាវាហូរនៅក្រោមស្រទាប់ស្បែករបស់អ្នកដើម្បីប្រែក្លាយពូឈាមរបស់អ្នកទៅជាឈាមរបស់អ្នកផ្សេងទៀតយ៉ាងហោចណាស់វានឹងបង្កើតការបំផន់បែបនេះលីជាយេក៏បានឲ្យដបឈាមទៅកាន់លីស៊ូយ៉ានហើយគាត់ក៏បានបង្រៀនវិធីសាស្ត្រនេះដល់នាងលីស៊ូយ៉ានក៏បាននិយាយថានេះគឺជាការប្រើពូឈាមคล้ายៗដើម្បីបោកបញ្ឆោតពួកអមតៈផែនដីលីស៊ូយ៉ានមិនបាននៅស្ងៀមនោះទេបន្ទាប់ពីបានលើរឿងនេះនាងក៏បានឧទានដោយអារម្មណ៍យ៉ាងខ្លាំងលីជាយេបានញញឹមហើយក៏បានឆ្លើយតបថាអ្នកទីត្រូវហើយបន្ទាប់មកគាត់ក៏បានបន្តណែនាំឆិនប៉ាវជាវថាថ្ងៃស្អែកអ្នកធ្វើពតជាអ្នកបម្រើរបស់ស៊ូងយ៉ានស្របមកនៅពេលនោះគ្រាន់តែស្ដាប់ខ្ញុំអំពីអ្វីៗគ្រប់យ៉ាងហើយសម្ដែងរឿងនេះឲ្យបានល្អជាមួយខ្ញុំនៅថ្ងៃបន្ទាប់លីជាយេក៏បានស្លៀកពាក់ឲ្យអ្នករាល់គ្នារួមទាំងខ្លួនគាត់ផងដែរដោយស្លៀកសម្លៀកបំពាក់ពណ៌សពួកគេទាំង5នាក់មើលទៅដូចជាពួកគេនឹងទៅគោរពដល់ភ្នូររបស់អ្នកកាន់តំណែងមុនរបស់ពួកគេទន្ទឹមនឹងនេះលីជាយេក៏បានលេងសុំពិធីឋានសួគ៌ចំនួន2កំប៉ុងចូលគ្នាក្នុងឆ្នាំតែមួយហើយក៏បានដាក់វានៅលើតុដែលពោពេញដោយវត្ថុពិធីដើម្បីឲ្យនូហ្វែនរួមជាមួយនឹងស៊ីគាត់តាំងកាន់វាបន្ទាប់មកលីជាយេក៏បានឲ្យលីស៊ូងយ៉ានកាន់ក្បឿងដែលបានទិញមកពីស៊ូស៊ីវដោយដៃទាំងពីរហើយក៏បានប្រាប់នាងថានៅពេលនេះអ្នកគឺជាសិស្សស្រីរបស់ស៊ូស៊ីវអ្នកចម្រាញ់ថ្នាំជើងចាស់ម្នាក់នោះអ្នកគឺជាកូនចៅរបស់ត្រកូលវូដែលមានឈាមរបស់ត្រកូលវូហូរកាត់មកលើអ្នកចំពោះខ្ញុំខ្ញុំគឺជាស្វាមីដែលនៅរស់របស់ត្រកូលវូតើអ្នកយល់ទេការបញ្យល់នេះគឺចម្លែកប៉ុន្តែលីស៊ូងយ៉ាននៅតែទន្ទឹងចាំពាក្យរបស់លីជាយេភ្លាមនោះក្រុមអ្នកដើរតាមលីជាយេក៏បានចេញដំណើរចេញទៅពេលឮថាក្រុមរបស់លីជាយេចង់ទៅកាន់ទីមានចូលសំឋានសួគ៌ពីបុរាណឈីយន្តដែលជាព្រឹទ្ធាចារ្យជាន់ខ្ពស់នៃច្រកទ្វារបេសាទាំង9បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលីឈីយេនក៏បានប្រាប់ឈីយន្តនៅទីបញ្ចប់ឡើងថាកុំបារម្ភអីពួកយើងនឹងត្រឡប់មកវិញយ៉ាងលឿននៅពេលដែលទងពិភពក្រោមដីលេចឡើងប្រសិនបើបរិយាចំណាស់មកពីប្រាសាទអាទិទេពសង្គ្រាមបានមកដល់មុននោះគ្រាន់តែប្រាប់ពួកគេឲ្យរងចាំនេះបានធ្វើឲ្យឈីយន្តបាននៅស្ងៀមតើពួកព្រឹទ្ធាចារ្យដែលមកពីប្រាសាទអាទិទេពសង្គ្រាមពួកគេមានភាពអស្ចារ្យប៉ុណ្ណាមិននិយាយពីគាត់នោះទេសូម្បីតែបងប្រុសរបស់គាត់ដែលមានឈ្មោះថាជៀនក៏មិនហ៊ាននៅយូរដែរនៅពេលដែលពួកគេស្វាគមន៍ព្រឹទ្ធាចារ្យដែលមកពីប្រាសាទអាទិទេពសង្គ្រាមប៉ុន្តែលីជាយេគ្រាន់តែប្រាប់ពួកគេឲ្យនៅចាំឈរនៅព្រំដែននៃទីបញ្ចុះសំលីជាយេក៏បានឲ្យក្រុមលីស៊ូយ៉ានម្នាក់នៅកញ្ចប់ក្លិនក្រអូបមួយរួចគាត់ក៏បាននិយាយថានេះគឺជាម្សៅឱសថបញ្ចេញនៅថាមពលស័ក្តិសមពាក្យវានៅចង្កេះហើយកុំឲ្យវាបាត់ឲ្យសោះនេះគឺជាវត្ថុដ៏មានតម្លៃបំផុតបើមានវាសូម្បីតែអ្នកដែលចូលទៅក្នុងទីតាំងរបស់ផែនដីអមតៈក៏ដោយអ្នកនឹងមិនឆ្លងដោយថាមពលស័ក្តិសមនោះទេក្រុមរបស់លីស៊ូយ៉ានក៏បានពាក់ថង់ថ្នាំយ៉ាងរហ័សនៅលើចង្កេះរបស់ពួកគេនៅពេលដែលពួកគេដាក់វានៅទីនោះភ្លាមថង់ថ្នាំក៏បានបញ្ចេញនូវក្លិនក្រអូបឱសថយ៉ាងអស្ចារ្យបន្ទាប់មកពួកគេក៏បានចូលទៅក្នុងទីបញ្ចុះសពឋានសួគ៌ពីបុរាណដោយមានលីជាយេដឹកនាំផ្លូវខណៈពេលដែលលីស៊ូយ៉ានកាន់ក្បឿងដោយការគ្រប់ដោយដៃទាំងពីរបន្ទាប់មកដោយឆាន់ប៉ាវជីវបន្ទាប់មកស៊ីគាត់តាំងនិងនូហ្វែនដែលកំពុងតែកាន់គ្រឿងបូជាពេលនៅខាងក្នុងលីជាយេពេលខ្លះទម្លាក់ក្រដាសពណ៌លឿងចុះតាមផ្លូវក្នុងទីបញ្ចុះសំដោយមានការបញ្ជាជាក់លាក់មួយប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅតែមានសាកសពផែនដីដែលកំពុងតែឈរឡើងយឺនហើយវាចាញ់ពីសម្បុករបស់វានៅពេលដែលក្រុមនោះចូលទៅខាងក្នុងវាហាក់ដូចជាសាកសពផែនដីទាំងនេះមានសមត្ថភាពសង្កល់ថាដោយសារលីជាយេនិងអ្នកផ្សេងទៀតពេលឲ្យសូត្រពណ៌សជាមួយនឹងគ្រឿងបូជាពិធីខណៈពេលដែលកំពុងតែទម្លាក់លុយតាមផ្លូវពួកគេបានជ្រើសមិនវាយប្រហារលីជាយេនោះទេទោះជាយ៉ាងណាក៏ដោយសាកសពផែនដីជាច្រើននេះមិនបានចាកចេញទៅនោះទេហើយបានជ្រើសរើសដើរតាមលីជាយេយឺនហើយមានសាកសពកាន់តែច្រើនឡើងនៅពេលដែលពួកគេជាច្រើនបានជាចូលទៅក្នុងជម្រៅនៃទីបញ្ចុះសំក្រោយមកក៏មានសាកសពផែនដីដែលមានថាមពលខ្លាំងជាងនេះផងដែរព្រមទាំងសាកសពផែនដីដែលពោពេញដោយថាមពលអស្ចារ្យដោយឃើញចរន្តសាកសពផែនដីដើរតាមនៅពីក្រោយពួកគេដែលបញ្ចេញនៅថាមពលស័ក្តិសមវាបានធ្វើឲ្យក្រុមរបស់លីស៊ូងយ៉ានមានអារម្មណ៍ថាញាក់ពេញខ្លួនទោះជាយ៉ាងណាក៏ដោយថាមពលស័ក្តិសមទាំងនេះត្រូវបានបដិសេធដោយក្លិនឱសថ
ដូច្នេះក្រុមរបស់លីស៊ុងយ៉ានអាចដកដង្ហើមធំដោយភាពធូរស្រាលប៉ុន្តែនៅទីបំផុតសាកសពផែនដីមួយស្រាប់តែវិលជុំវិញពួកគេហើយបានបញ្ចុះផ្លូវរបស់លីជាយេទាំងស្រុងដោយមានសាកសពផែនដីដ៏ខ្លាំងក្លារារាំងផ្លូវអ្នកផ្សេងទៀតទាំងអស់ក៏បានប្រមូលផ្ដុំគ្នាវាប្រហារពួកគេផងដែរភ្លាមនោះក្រុមរបស់លីជាយេត្រូវបានឡោមព័ទ្ធដោយសាកសពផែនដីសម្បីតែនូហ្វែនក៏បានញ័រខ្លួនដោយភ្នែកដល់កាយសាហាវនៅពេលដែលគាត់បានឃើញអន្ទាក់បែបនេះយ៉ាងណាក៏ដោយលីជាយេបានឈរនៅខាងមុខខណៈពេលដែលកំពុងតែរួនក្បាលហើយបានបញ្ចេញនូវសម្លេងរបស់គាត់ដើម្បីស្រែកខ្លាំងថាផែនដីកណ្ដាលដ៏អស្ចារ្យត្រកូលអ៊ូដ៏ពិសិដ្ឋកូនចៅទី637រំលឹកដល់ខ្យល់ដ៏ខ្លាំងក្លារបស់ពពាកបរោះនិងរំលឹកដល់គុណសម្បត្តិដ៏អស្ចារ្យរបស់ពពាកបរោះថ្ងៃនេះខ្ញុំកំពុងតែនាំក្រុមគ្រួសារនិងអ្នកបម្រើរបស់ខ្ញុំជាមួយនឹងគ្រឿងបូជាដើម្បីគោរពបូជាដល់រូងភ្នំនាដ៏អាតកំបាំងរបស់អតិថិប្រយន្តពពាកបរោះរបស់ត្រកូលវូដ៏ពិសិដ្ឋហើយគោរពបូជាដល់ព្រះម្ចាស់ភ្នំនាគដែលជាពពាកបរោះទី2របស់ត្រកូលវូពពាកបរោះរបស់ខ្ញុំគឺជាផែនដីអមតៈនៅកន្លែងនេះសូមអភ័យទោសឲ្យពួកយើងខ្ញុំហើយសូមធ្វើការអនុញ្ញាតឲ្យកូនចៅរបស់ពួកគេកន្លងផុតទៅពួករបស់រសទាំងអស់សូមផ្ដល់ផ្លូវដល់ពួកយើងនៅពេលនេះសាកសពផែនដីរបស់បណ្ដោះបានសម្លឹងមើលក្រុមរបស់ពួកគេយ៉ាងខ្លាំងដោយគ្មានសមត្ថភាពអ្វីឡើយខណៈពេលភ្នែករបស់ពួកគេកំពុងតែឡើងក្រហមលីជាយេក៏បានស្រែកឡើងដោយទឹកមុខធ្ងន់ធ្ងរថាពពាកបរោះរបស់ខ្ញុំដែលជាអតិថិប្រយុទ្ធនៃរូងភ្នំនេះអាចកំបាំងត្រូវបានព្រះចៅអត្រិអមតៈថនរីប្រទានក្បឿនដំបូលនេះដល់ខ្ញុំនេះគឺជាមរតកគ្រួសាររបស់យើងដើម្បីបញ្ជាក់ពីពូជពងរបស់ពួកយើងអ្នកផ្សេងទៀតដែលមិនស្គាល់គាត់នឹងគិតថាគាត់គឺជាពោជាចាជាអ្នកធ្វើពិធីក្រោមសញ្ញារបស់លីជាយេលីស៊ុងយ៉ានក៏បានលើកក្បឿងឡើងយឺនដោយដៃទាំងពីររបស់នាងនៅពេលនេះសាកសពផែនដីទាំងអស់កំពុងតែសម្លឹងមើលក្បឿងនេះយ៉ាងខ្លាំងភ្លាមនោះបរិយាកាសក៏បានកមិនថាវាគឺជាស៊ីគាន់តាំងឬនូហ្វែននោះទេពួកគេទាំងពីរនាក់បានຕົកដង្ហើមនៅពេលដែលស្ថានភាពកាន់តែយ៉ាប់យ៉ឺនពួកគេនឹងសម្លាប់ផ្លូវរបស់ពួកគេចាក់ចែងពីទីនេះភ្លាមបរិយាកាសដ៏ស្ងប់ស្ងាត់និងប្រែប្រួលនេះគឺមានរយៈពេលមួយរយៈមុនពេលដែលសាកសពជាច្រើនបានដកថយទៅកាន់រោងរបស់វាយឺនដោយឃើញឈុតនេះក្រុមរបស់លីស៊ុងយ៉ានទីបំផុតបានដកដង្ហើមធូរស្រាលរឿងនេះចម្លែកពេកហើយគ្មានអ្នកណាជឿជាក់នោះទេទោះបីជាពួកគេត្រូវបានគេប្រាប់ក៏ដោយបន្ទាប់ពីចាក់ចែងពីសាកសពផែនដីលីស៊ុងយ៉ានក៏បានសួរដោយស្ងប់ស្ងាត់ថាអតិថិប្រយន្តនៃរូងភ្នំនេះអាចកំបាំងព្រះម្ចាស់នៃរូងភ្នំនេះរមូលនាងមិនដែលបានឮអំពីងារទាំងនេះនោះទេលីជាយេក៏បាននិយាយដោយសម្លេងតិចថាមានរឿងសំខាន់4យ៉ាងក្នុងការគោរពបូជាពពាកបរោះទី1គឺជាវត្ថុពពាកបរោះទី2គឺជាងាររបស់ពពាកបរោះទី3គឺជាយ៉ាញ់បូជាពិធីនិងទី4គឺជាសុពិធីឋានសួគ៌លីជាយេក៏បាននិយាយយ៉ាងស្រទន់ថាឋាននន្តរសាររបស់ពពាកបរោះគឺជាឈ្មោះរបស់ពពាកបរោះបន្ទាប់ពីបានក្លាយទៅជាមនុស្សអមតៈផែនដីដោយត្រូវបានបញ្ចុះនៅទីនេះពួកគេមានសរសៃនាគផ្ទាល់ខ្លួនហើយក្លាយទៅជាស្ដេចនៅទីនោះអ្នកដែលទៅគោរពបូជាត្រូវតែរាយការណ៍ឈ្មោះរបស់ពពាកបរោះនៅទីនេះបើមិនដូច្នោះទេពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅនោះទេប្រសិនបើពពាកបរោះទាំងនេះមិនមានជាសំណាងណាដែលពួកគេនៅតែនៅទីនេះចំនួនសាកសពនឹងមឈូសក៏បានកើនឡើងនៅពេលដែលក្រុមនេះចូលទៅក្នុងទីបញ្ចុះសពកាន់តែជ្រៅវាពិតជាស័ក្តិសមជាកន្លែងដ៏ល្អសម្រាប់បញ្ចុះសពមនុស្សស្លាប់នៅទីនេះទេពកោសល្យនិងតួអង្គដែលមិនអាចប្រៀបទៅបានរាប់មិនអស់ត្រូវបានគេបញ្ចុះនៅទីនេះទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកគេចូលទៅក្នុងទឹកដីរបស់ពួកអមតៈផែនដីមានការមើលឃើញសាកសពផែនដីនិងមឈូសតែជាងមុនមានជួរភ្នំមួយចំនួនដែលគ្មានសាកសពផែនដីសូម្បីតែមួយភ្នំនៅក្នុងទឹកដីរបស់ពួកអមតៈផែនដីគឺមានទំហំធំសម្បើមលាតសន្ធឹងឥតឈប់ឈរកន្លែងនេះផ្ដល់នូវអារម្មណ៍ថាពិភពលោកដែលពួកគេនៅបានផ្លាស់ប្ដូរជាមួយនឹងភ្នំដ៏អស្ចារ្យគ្មានព្រំដែននិងទន្លេជាមួយនឹងទំនប់ដំកាំងដ៏ទេភាពបន្លឺឡើងនៅពីខាងលើភ្នំអមតៈក៏បានបន្លឺឡើងដល់ពពងខណៈពេលដែលភ្នំធំមានព្រះអាទិត្យព្រះច័ន្ទនិងផ្កាយនៅជុំវិញពួកគេកំពូលភ្នំដ៏ពិសិដ្ឋជាក់លាក់មួយបានឈរដូចជាវាគឺជាចំណុចកណ្ដាលនៃផ្ទៃមេឃដោយឃើញបែបនេះបានធ្វើឲ្យអ្នករាល់គ្នាពោពេញដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងឆាន់ប៉ៅជាមានការភ្ញាក់ផ្អើលចំពោះរឿងនេះរួចក៏បានលាន់មាត់សួរថាហេតុអ្វីបានជាគ្មានសាកសពផែនដីនៅទីនេះផែនដីនៃអមតៈផែនដីមិនមានសាកសពផែនដីច្រើននោះទេហើយអ្នកដែលមានវត្តមានមួយចំនួនតូចកំពុងតែលាក់ខ្លួនដោយមិនបង្ហាញខ្លួនលីជាយេក៏បានឆ្លើយតបថានេះគឺជាទឹកដីរបស់ពួកអមតៈផែនដី
នេះគឺជាកន្លែងសរសៃនាគជាប់គ្នាវាគឺជាគោលដៅចុងក្រោយនៃទឹកដីវេទមន្តដ៏ខ្ពង់ខ្ពស់ហើយមិនអាចប្រៀបធៀបទៅនឹងដីកំណប់ទ្រព្យហុងស៊ុយបាននោះទេពួកអមតៈផែនដីជាធម្មតានឹងមិនចែករំលែកកន្លែងដ៏ល្អបែបនេះជាមួយនឹងសាកសពផែនដីនោះទេម្ចាស់កំណត់ទ្រព្យមិនអាចគ្រប់គ្រងសាកសពផែនដីបាននោះទេប៉ុន្តែពួកអមតៈផែនដីមានសមត្ថភាពធ្វើបែបនេះសាកសពផែនដីណាមួយដែលអាចស្នាក់នៅកន្លែងនេះបានគឺជាតួអង្គដែលមិនអាចយល់បានហើយថែមទាំងអាចជាអតិភិបដែលមិនអាចយកឈ្នះបានកាលពីអតីតកាលទៀតផងនៅទីបំផុតលីជាយេក៏បានឡើងលើកំពូលភ្នំខ្ពស់ៗដែលមានចម្ងាយរាប់ម៉ឺនម៉ៃជាមួយនឹងក្រុមដែលនៅសេសសល់ជាកន្លែងដែលពួកគេបានឈំកំពូលភ្នំនេះមើលទៅដូចជានាគរមូលដែលលាក់ខ្លួននៅក្នុងទីតាំងនេះបន្ទាប់មកពួកគេបានចូលទៅកាន់ចន្លងភ្នំអាតកំម៉ាន់មួយនៅលើកំពូលភ្នំខ្ពស់បើគ្មានលីជាយេដឹកនាំផ្លូវនោះទេក្រុមលីស៊ូយ៉ាននឹងមិនងាយស្រួលក្នុងការរកផ្លូវឆ្លងកាត់ភ្នំដែលតូចចង្អៀតប្រភេទនេះនោះទេមានសំឡេងទឹកហូរនៅក្នុងចន្លងភ្នំនេះអូបានសំអានកំអែលភ្នំភ្លើងនៅក្បែរនោះដោយបញ្ចេញនូវសំឡេងដ៏រីករាយចន្លងភ្នំអាតកំម៉ាំងនេះនៅលើកំពូលភ្នំខ្ពស់មើលទៅដូចជារូងភ្នំឋានសួគ៌ដែលផ្ដល់នូវអារម្មណ៍សុខស្រួលនិងស្រស់ស្រាយនៅពេលពួកគេបានចូលទៅខាងក្នុងបន្ទាប់មកពួកគេបានឈមនៅចន្លងភ្នំដ៏សាមញ្ញមួយដែលហុំព័ទ្ធដោយដើមឈើពណ៌ខៀវស្រងាត់និងស្មៅផ្អែមគ្មានអ្វីផ្សេងទៀតនៅចំពោះមកពួកគេក្រៅពីច្រាំងថ្មចោតដ៏ខ្ពស់នៅចុងជ្រោះនោះទេរឿងតែមួយក៏ដែលគួរឲ្យកត់សម្គាល់អំពីច្រាំងថ្មចោតនោះគឺថាវារលោងខ្លាំងណាស់លីជាយេបានធ្វើសញ្ញាទៅកាន់ស៊ីគន់តាំងនិងនូហ្វែនឲ្យដាក់គ្រឿងបូជាពិធីចោះបន្ទាប់មកក៏បានចាប់ផ្ដើមបោះប្រាក់คล้ายៗទៅលើដីហើយដឹកនាំផ្លូវបន្ទាប់ពីដើរជារង្វង់មួយបន្តពីមួយផ្សេងទៀតជាមួយនឹងប្រាក់คล้ายៗលីជាយេហាក់ដូចជាអ្នកដឹកនាំពិធីហើយក៏បានស្រែកខ្លាំងៗថាត្រកូលអ៊ូដ៏បេសិនជាកូនចៅចំនួនទី637គឺអ៊ូពេញឡាននាំស្វាមីនិងអ្នកបម្រើរបស់នាងមកគោរពបូជាដល់បព្វបុរសដ៏ពិសិដ្ឋសូមគោរពដល់បព្វបុរសដ៏ពិសិដ្ឋសម្រាប់ការទទួលបានភ្នំនិរមូលជាភ្នូររបស់អ្នកនិងទទួលបានងារជាព្រះអង្គម្ចាស់ភ្នំនិរមូលពួកយើងគឺជាកូនចៅរបស់ត្រកូលអ៊ូចង់ចាំពុទ្ធបរិស័ទដ៏ឆ្លៀវវៃនិងរំលឹងដល់ថ្ងៃដ៏រុងរឿងរបស់បព្វបុរសដ៏ពិសិដ្ឋរបស់ពួកយើងនឹងមិនអាចលងលក់ស្រួលនៅពេលយប់នោះទេលីជាយេប្រៀបដូចជាអ្នកប្រកាសដែលកំពុងតែលោតជារង្វង់គាត់បានយកកណ្ដឹងពណ៌មាសមួយចាញ់ពីកន្លែងណាមួយហើយក៏បានចាប់ផ្ដើមគោះវាបង្កើតទៅជាសំឡេងកណ្ដឹងដ៏ជ្រាលជ្រៅវាហាក់ដូចជាពួកគេអាចទៅដល់ឋាននរកបានគាត់ក៏បានបន្តទៀតថាកូនប្រសាឈីយេរួមជាមួយនឹងភរិយារបស់ខ្ញុំវូពេញឡានដែលជាកូនចៅទី637នៃត្រកូលវូបានមកដល់ហើយទី1ពួកយើងសូមគោរពបូជាដល់ឋានសួគ៌ពីបុរាណទី2ពួកយើងសូមគោរពបូជាដល់ឋាននរកទាំង9ទី3ពួកយើងសូមគោរពដល់បព្វបុរសដ៏ពិសិដ្ឋបន្ទាប់ពីបញ្ចប់ការរាំរបស់គាត់បានប្រេកភ្នែកទៅកាន់លីស៊ូយ៉ានហើយអោនក្បាលចុះលីស៊ូយ៉ានក៏បានលើកក្បឿងឡើងយ៉ាងរហ័សហើយក៏បានអោនក្បាលផងដែរក្រុមឆិនប៉ាវជីវក៏បានអោនក្បាលចុះផងដែរពិធីប្រភេទនេះបានផ្ដល់ឲ្យនៅស៊ីកនតាំងនៅអារម្មណ៍ចម្លែកមួយហាក់ដូចជាពួកគេមិនបានគោរពបូជាដល់អ្នកស្លាប់នោះទេប៉ុន្តែពួកគេកំពុងតែគោរពបូជាបិសាចចំនួនវិញបន្ទាប់ពីពិធីបានបញ្ចប់លីជាយេក៏បានដុតគ្រឿងបូជាទាំងអស់នៅលើតុបន្ទាប់ពីដុតលុយคล้ายរួចលីជាយេក៏បានបើកគម្របសុំពិធីឋានសួគ៌ហើយក៏បានច្រៀងឡើងថាបព្វបុរសដ៏ពិសិដ្ឋនៃត្រកូលវូរបស់ពួកយើងថ្ងៃនេះគឺជាថ្ងៃដែលកូនចៅរបស់អ្នកមកគោរពបូជាហើយសូមឲ្យឋានសួគ៌បង្ហាញជោគវាសនារបស់ពួកយើងថ្វាយសូមពិធីឋានសួគ៌ដល់តៅហើយធ្វើការស្នើសុំដោយគោរពឲ្យបព្វបុរសដ៏ពិសិដ្ឋចេញមកភ្លក់សូមពិធីឋានសួគ៌ខណៈពេលដែលក្រុមរបស់លីស៊ូយ៉ានមានអារម្មណ៍ភ័យខ្លាចដោយការជ្រៀងរបស់លីជាយេរឿងដ៏អស្ចារ្យមួយក៏បានកើតឡើងអាប់មួយក៏បានហុយចេញពីសូមពិធីឋានសួគ៌ហើយអាប់ទាំងនេះប្រៀបដូចជាវាងននអមតៈដែលលាតសន្ធឹងចុះមកឬភាពងងឹតធម្មជាតិដែលទាក់ទងដោយផ្ទាល់ជាមួយនឹងជ្រោះឋាននរកនៅពេលនេះរឿងមួយដែលមនុស្សស្មានដល់ក៏បានកើតឡើងច្រាំងថ្មចោតរលងនៅខាងមុខក៏បានបែកចាញ់យឺតយ៉ាវហើយមឈូសមួយក៏បានរអិលចាញ់ពីខាងក្នុងមឈូសនេះត្រូវបានធ្វើយ៉ាងប្រណិតចេញពីលោហៈធាតុដ៏ពិសិដ្ឋនៅខាងលើគឺមានស្នាដៃបុរាណរួមជាមួយនឹងនាគនិងសត្វមយូរាដែលបានឆ្លាក់យ៉ាងទាក់ទាញអ្នកណាដែលបានឃើញវានឹងដឹងភ្លាមៗថាតួអង្គដែលបានគប់នៅខាងក្នុងគឺជាតួអង្គដែលមិនអាចយល់បានក្នុងពេលមួយប្រព្រឹត្តភ្នែកជួបបានបែបហើយមនុស្សម្នាក់ក៏បានដើរចេញមកខាងក្រៅទោះបីជានេះមិនមែនជាលើកទី1របស់ពួកគេដែលបានឃើញទស្សនវិជ្ជាបែបនេះក៏ដោយក្រុមរបស់ឆិនប៉ាវជាវនៅតែមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង
អ្នកដែលបានដើរចេញមកគឺជាបរិយាចំណាំម្នាក់ដែលពាក់មកកុនរាជវង្សនិងអាវផាយនៀខណៈពេលដែលកាន់កាមេរ៉ាស្មៃអធិរាជដល់គ្មានព្រំដែនបកលនេះគឺជាអ្នកគ្រប់គ្រងកម្ពុជាដែលគ្រប់គ្រងនៅលើអត្ថភាពរាប់លានបរិយាចំណាំដែលបានចេញមកនោះមើលទៅមិនដូចជាមនុស្សស្លាប់តទៅសោះប៉ុន្តែភ្នែករបស់គាត់បានបាត់ហាក់ដូចជាគាត់កំពុងតែដេកលក់រឿងនេះស្រដៀងទៅនឹងពួកម្ចាស់កំណំបន្ទាប់ពីបរិយាចំណាំបានដើរចេញពីមេឈូលីជាយាយក៏បានអនក្បាលចុះភ្លាមខណៈពេលកំពុងតែសូត្រធម៌ថាកូនប្រសាររបស់ត្រកូលវូរួមជាមួយនឹងភរិយារបស់ខ្ញុំវូពេញឡានដែលជាកូនចៅទី637បានមកទីនេះដើម្បីគោរពបូជាដល់បព្វបរោះដ៏ពិសិដ្ឋលីស៊ូយ៉ានក៏បានអនក្បាលចុះភ្លាមជាមួយនឹងអ្នកដទៃនៅពេលនេះបរិយាចំណាំបានក្រវិដៃរបស់គាត់យ៉ាងស្នាលហើយក្បឿងនៅលើដៃរបស់លីស៊ូយ៉ានក៏បានលេចចេញមកនៅលើបាតដៃរបស់គាត់បរិយាចំណាំបានប៉ះក្បឿងដំបូលថ្នមទឹកមុខស្ងប់ស្ងាត់ដំបងឡើយដោយគ្មានអារម្មណ៍អ្វីទាំងអស់ស្រាប់តែបញ្ចេញនូវអារម្មណ៍រំជួលចិនទោះបីជាភ្នែករបស់គាត់បានបិទជិតក៏ដោយគាត់បានប៉ះក្បឿងនេះស្រាលហើយក៏បានរត់ឡើងថាត្រកូលវូអើយត្រកូលវូមួយសន្ទុះក្រោយមកបរិយាចំណាំក៏បានងើយក្បាលឡើងហើយស្រាប់តែបើកភ្នែកឡើងដែលធ្វើឲ្យពន្លឺឈាមពីរបានធ្លាក់មកលើខ្លួនរបស់លីស៊ូយ៉ាននៅពេលនេះបេះដូងរបស់លីស៊ូយ៉ានកំពុងតែលូតញាប់និងតានតឹងមនុស្សម្នាក់ត្រូវតែដឹងថានាងគឺជាកូនចៅរបស់ត្រកូលវូខ្លាំងនៅពេលដែលបព្វបរោះទី2នៃត្រកូលវូបានកត់សម្គាល់ឃើញចុះវាសនារបស់ពួកគេនឹងត្រូវវិនាសលីស៊ូយ៉ានមិនប្រកាសប្រជាតទៅសោះរឿងធ្វើប៉ុនជាមានឈាមជ័រជាអ្នកដតីបែបនេះគឺជាលើកទី1របស់នាងមានតែលីជាយាយទេដែលមានចិត្តស្ងប់ស្ងាត់ណាស់អ្នកផ្សេងទៀតពិតជាគិតថាគាត់គឺជាកូនប្រសាទី637របស់ត្រកូលវូដោយគ្រាន់តែសម្លឹងមើលអាកប្បកិរិយារបស់គាត់តាមពិតទៅលីជាយាយមិនបានខ្វល់ខ្វាយតទៅសោះនេះមិនមែនជាលើកទី1ទេដែលគាត់បានប្រើយុទ្ធសាស្ត្របោកប្រាស់បែបនេះលុះត្រាតែវាគឺជាអធិរាជអមតៈសម្បីតែអត្តភាពដែលមិនអាចយកឈ្នះបានក៏អាចមើលរំលងវិធីសាស្ត្ររបស់គាត់បានដែរបរិយាចំណាំបានបាត់ភ្នែកមួយសន្ទុះក្រោយមកហើយក្បឿងក្នុងដៃរបស់គាត់ក៏បានហោះត្រឡប់ទៅក្នុងដៃរបស់លីស៊ូយ៉ានវិញនៅពេលគាត់បាននិយាយយឺតថាពេលតូចមិនចាំបាច់ភ័យខ្លាចនោះទេទោះបីជាខ្ញុំត្រូវបានគេបញ្ចុះនៅទីនេះអស់ជាច្រើនឆ្នាំក៏ដោយប៉ុន្តែនៅពេលដែលខ្ញុំត្រូវបានគេបញ្ចុះខ្ញុំនៅតែជាមនុស្សមានជីវិតនៅពេលនេះខ្ញុំនៅមានជីវិតពេលសម្ដីរបស់បរិយាចំណាំបានធ្វើឲ្យលីស៊ូយ៉ានមានការធូរស្រាលពេលនាងបានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថានេះជាលើកទី1ហើយដែលកូនចៅរូបនេះបានមកដល់ទីបញ្ចុះសពបុរាណឋានសួគ៌ដូច្នេះហើយមានរឿងជាច្រើនដែលពួកយើងមិនបានដឹងប្រសិនបើមិនមែនដោយសារតែស្វាមីរបស់ខ្ញុំដែលបានសុំដំបូន្មានពីគ្រូដ៏ឆ្លៀវវៃដើម្បីរៀនវិធីសាស្ត្រចូលមកនោះទេកូនចៅរូបនេះនឹងមិនមានភាពក្លាហានក្នុងការចូលមកកាន់ទីបញ្ចុះសពនោះទេលីស៊ូយ៉ាងគឺជាមនុស្សឆ្លាតម្នាក់ហើយបាននិយាយឡើងយ៉ាងរហ័សនៅអ្វីដែលលីជាយាយបានបង្រៀនឲ្យនាងនិយាយជាមុនទោះបីជាពាក្យទាំងនេះត្រូវបានបង្រៀននាងដោយលីជាយាយក៏ដោយប៉ុន្តែនៅពេលដែលនាងបាននិយាយពាក្យថាស្វាមីនាងមិនអាចទប់អារម្មណ៍មិនឲ្យពណ៌របស់នាងឡើងក្រហមបាននោះទេបរិយាចំណាស់ក៏បានងក់ក្បាលយល់ព្រមហើយគាត់ក៏បានអើកមន់លេបអាំដែលបានអណ្ដែតរបស់សុំពិធីឋានសួគ៌ភ្លាមសំឡេងក៏បានបន្លឺឡើងបរិយាចំណាស់ក៏បានស្រូបយកធម៌ពលរបស់សុំពិធីឋានសួគ៌នៅពេលនេះមានបាតុភូតចម្លែកមួយដែលកំពុងតែកើតឡើងនៅក្នុងឆ្នាំងសុំមានសំឡេងនាគដែលបានក្រហឹមនិងសំឡេងសត្វមយូរ៉ាដែលកំពុងតែយំស្រែកមានឆោតឆាតច្បាស់លាស់និងភ្លឺស្វាងនៃឋាននរកដែលមានខ្មោចនិងសត្វសាហាវក្នុងចំណោមរលកដែលបានថយឡើងនៅក្នុងសុំដូចជាពួកវាកំពុងតែព្យាយាមរត់គេចខ្លួនរូបភាពចម្លែកគ្រប់ប្រភេទក៏បានចាប់ផ្ដើមលេចឡើងនៅពេលដែលបរិយាចំណាស់បានលេបធម៌ពលនៃសុំនោះវាក៏បានចាប់ផ្ដើមផ្លាស់ប្ដូរវាធ្លាប់មានពណ៌ក្រហមបៃតងនិងលឿងប៉ុន្តែនៅពេលនេះវាបានប្រែក្លាយទៅជាពណ៌ថ្លាដូចជាតឹងមុននេះមានរបស់របរជាច្រើនដូចជាសាច់ដើមទ្រូងនាគជើងមាន់លឹងសត្វអណ្ដើងនិងសូម្បីតែក្បាលមនុស្សក្រុមរបស់លីស៊ូយ៉ានមិនដឹងថាសាច់ប្រភេទនេះគួរឲ្យចង់គួរជាអ្វីនោះទេប៉ុន្តែនៅពេលនេះអ្វីៗទាំងអស់បានបាត់ទៅវិញទាំងស្រុងហើយមានតែទឹកថ្លាដែលនៅខាងក្នុងប៉ុណ្ណោះបន្ទាប់ពីគាត់បានលេបសុំពិធីឋានសួគ៌រួចមកបរិយាចំណាស់ក៏បានលិតអណ្ដាតរបស់គាត់ហាក់ដូចជាគាត់ចង់រីករាយជាមួយនឹងរសជាតិបន្ទាប់ពីនោះបន្ទាប់មកគាត់ក៏បានរត់តាមឡើងថាផ្សែងនិងភ្លើងនៃពិភពលោកមនុស្សសាច់បេសាចនៃឋាននរកនៅទីបំផុតបរិយាចំណាស់ក៏បានចាប់ផ្ដើមនិយាយថាតើអ្នកចង់បានអីនៅពេលនេះភ្នែករបស់គាត់នៅតែបន្តបិណ្ឌនៅពេលនេះដល់វេនរបស់លីជាយាយដែលបានដើរចេញទៅគាត់បានអោនក្បាលចុះហើយក៏បាននិយាយដោយការគោរពឡើងថា
ពេលវេលាកន្លងផុតទៅយ៉ាងលឿនដូចជាព្រះអាទិត្យនិងព្រះច័ន្ទបន្ទាប់ពីបព្វបរោះដ៏ពិសិដ្ឋបានចាកចេញទៅរាប់លានឆ្នាំបានកន្លងផុតទៅពួកយើងគឺជាកូនចៅគ្មានសមត្ថភាពហើយមិនអាចកាន់យកស្រីរុងរឿងរបស់ត្រកូលវូបាននោះទេថ្ងៃនេះត្រកូលវូបានធ្លាក់ចុះដូចជាថ្ងៃលិញនៅលើភ្នំខាងលិញទ្រព្យសម្បត្តិនិងច្បាំគុណសម្បត្តិរបស់ពួកយើងទាំងអស់បានបាត់បង់ទៅហើយកូនប្រសារបស់អ្នករួមជាមួយនឹងប្រពន្ធរបស់ខ្ញុំចង់ធ្វើឲ្យរលឹងវិញនៃត្រកូលវូនិងទទួលបានសេរីរុងរឿងរបស់ពួកយើងម្ដងទៀតដូច្នេះខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានប្រើប្រាស់ទ្រព្យសម្បត្តិទាំងអស់របស់ពួកយើងដើម្បីសុំការណែនាំពីគ្រូដ៏ឆ្លៀវវៃដើម្បីចូលមកកាន់ទីបញ្ចុះសពពីបុរាណឋានសួគ៌ដើម្បីជួបជាមួយនឹងបព្វបរោះដ៏ពិសិដ្ឋពួកយើងសង្ឃឹមថាបព្វបរោះដ៏ពិសិដ្ឋនឹងអាណិតកូនចៅរបស់អ្នកហើយបញ្ច្រាស់ផ្លូវធ្លាក់ចុះរបស់ត្រកូលវូសូមណែនាំពួកយើងត្រូវផ្លូវដ៏ភ្លឺស្វាងនិងរុងរឿងផងបព្វបរោះដ៏ពិសិដ្ឋលើបែបនេះបរិយាចំណាស់ក៏បានដកដង្ហើមស្រាលគាត់ក៏បាននិយាយថាពេលវេលាគ្មានមេត្តាហើយព្រះច័ន្ទនិងព្រះអាទិត្យតែងតែផ្លាស់ប្ដូរដោយផ្នែករបស់គាត់នៅតែបានគាត់ក៏បានយករបស់មួយចេញពីមឈូសរបស់គាត់ហើយប្រកល់វាទៅកាន់លីស៊ូងយ៉ាន់បន្ទាប់មកគាត់បាននិយាយឡើងថាចូលទៅកាន់រូងភ្នំនៃអាតកំបាំងដើម្បីជួបជាមួយនឹងបព្វបរោះព្រះគុណរបស់ទ្រង់ត្រូវបានគេហៅថាអាទិទេពប្រយុទ្ធនៃរូងភ្នំនៃអាតកំបាំងបន្ទាប់ពីពាក្យរបស់គាត់ចេញមកគាត់មិនបានស្នាក់នៅក៏ដូចជាស្ទាក់ស្ទើរទៀតនោះទេហើយបានត្រឡប់ទៅកាន់មឈូសពីបុរាណរបស់គាត់វិញក្រាំងសំឡេងក៏បានបន្លឺឡើងបន្តមកដោយសំឡេងទូកខ្លាំងមឈូសបុរាណក៏បានវិលត្រឡប់មកខាងក្នុងច្រាំងថ្មចោតវិញហើយច្រាំងថ្មចោតដែលប្រែស្រាំក៏បានបញ្ចូលគ្នាម្ដងទៀតដូចជាគ្មានរឿងអីកើតឡើងក្រុមរបស់លីស៊ូយ៉ាន់បានដកដង្ហើមវែងពួកគេមិននឹកស្មានថាអ្វីនឹងដំណើរការដោយរលូននោះទេមិននិយាយពីលីស៊ូយ៉ាន់នោះទេនេះជាលើកទី1ដែលស៊ីគ្វ័នតាំងនិងនូហ្វែនបានជួបប្រទះជាមួយនឹងព្រឹត្តិការណ៍បែបនេះបន្ទាប់ពីបព្វបរោះដ៏ពិសិដ្ឋនៃត្រកូលវូបានត្រឡប់ទៅសម្រាប់វិញលីជីយ៉េមិនបានបញ្ញានោះទេហើយបន្តដុតលុយคล้ายយឺនគាត់បានរងចាំរហូតដល់លុយទាំងអស់នេះឆេះមុនពេលដែលអនក្បាលជាលើកចុងក្រោយបន្តមកគាត់ក៏បាននាំក្រុមលីស៊ូយ៉ានចេញទៅបន្ទាប់ពីចាកចេញពីភ្នំនេះរមូលលីស៊ូយ៉ានក៏បានយករបស់របរដែលបព្វបរោះដ៏ពិសិដ្ឋបានឲ្យទៅកាន់លីជីយ៉េមនុស្សរាល់គ្នាបានសម្លឹងមើលវាហើយឃើញថាវាគឺជាគ្រឹះដែលធ្វើពីវត្ថុធាតុដែលមិនស្គាល់វាធ្ងន់ណាស់ដែលមានពាក្យពី3ម៉ាត់ថាថុនរីដែលបានឆ្លាក់នៅលើវាពាក្យទាំងពីរនេះពិតជាមានឥទ្ធិពលខ្លាំងហើយមានរស្មីដ៏អស្ចារ្យអ្វីដែលគួរឲ្យភ័យខ្លាចជាងនេះទៅទៀតនោះគឺថាហាក់ដូចជាមានអត្ថរាជអមតៈមួយដែលបានកង់នៅខាងក្នុងដែលធ្វើឲ្យអ្នកផ្សេងទៀតភ័យខ្លាចនិងគោរពបូជាទៅកាន់វានៅពេលដែលបានឃើញរបស់នេះអ្នករាល់គ្នាមានការភ្ញាក់ផ្អើលរួចពួកគេក៏បានលាន់មាត់ថាតើនេះគឺជាអីលីជីយ៉េក៏បាននិយាយថាបល្ល័ង្ករបស់អាទិរាជត្រូវបានប្រទានដោយអត្ថរាជអមតៈថុនរីគាត់ក៏បានបន្តដោយការប្រុងប្រយ័ត្នទៀតថាបល្ល័ង្ករបស់អត្ថរាជនេះនិងក្បឿងដំបូលរបស់អ្នកគឺជាវត្ថុដូចគ្នាកាលអត្ថរាជអមតៈថុនរីនៅក្មេងក៏បានប្រទានក្បឿងនេះដល់បព្វបរោះនៃត្រកូលវូពីព្រោះគាត់នៅក្មេងនិងក្រីក្រប៉ុន្តែក្រោយមកបន្ទាប់ពីគាត់បានក្លាយទៅជាអត្ថរាជអមតៈគាត់បានប្រើក្បឿងនេះដើម្បីបង្កើនបល្ល័ង្ករបស់អធិរាជជាមួយនឹងរឿងនោះគាត់បានដាក់ក្បឿងនៅលើបល្ល័ង្ករបស់អធិរាជហើយវាបានបង្ហាញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍ភ្លាមដោយអនុញ្ញាតឲ្យអ្នកដទៃដឹងថាវាគឺជាកម្មសិទ្ធិរបស់អធិរាជដែលមិនអាចបោះវែងបានលីជីយ៉េក៏បាននិយាយដោយស្ងប់ស្ងាត់ទៀតថាពួកយើងត្រូវការកម្មសិទ្ធិរបស់អធិរាជនេះនៅក្នុងកំណែពេញលេញរបស់វាដើម្បីជួបជាមួយនឹងអាទិទេពប្រយុទ្ធដែលជាបព្វបរោះនៃត្រកូលវូគាត់មានធម៌ពលខ្លាំងជាងនិងមិនអាចយល់បានបើប្រៀបធៀបទៅនឹងកូនប្រុសរបស់គាត់មានមេតប100នាក់ដែលត្រូវបានបញ្ចុះជាមួយគាត់នៅក្នុងសរសៃនេះបើគ្មានកូនសោតនេះទេពួកយើងនឹងមិនអាចចូលទៅក្នុងរូងភ្នំនេះអាចកំមាំងបានទេអ្នករាល់គ្នាបានសម្លឹងមើលគ្នាទៅវិញទៅមកហើយដឹងថានេះគឺជាផែនការជាច្រើនស្រទន់ដំបូងឡើយពួកគេត្រូវបបបញ្ឆោតបព្វបរោះអភិសិនរបស់ត្រកូលវូបន្ទាប់មកពួកគេនឹងត្រូវបបបញ្ឆោតបព្វបរោះនៃត្រកូលវូនៅតាមក្រោយលីជីយ៉េក៏បានបញ្ជាឲ្យក្រុមរបស់នូហ្វែនថាយកគ្រឿងបូជាពិធីថ្មីចាញ់ពួកយើងនឹងទៅគោរពបព្វបរោះលីជីយ៉េបានរៀបចំគ្រឿងបូជាថ្មីម្ដងទៀតហើយក៏បានដាក់របស់របរនីមួយៗនៅលើតុជាចុងក្រោយលីជីយ៉េក៏បានយកឆ្នាំងស៊ុបពិធីឋានសួគ៌ចុងក្រោយចាញ់ហើយក៏បានដាក់វានៅចំកណ្ដាលនៅទីបំផុតលីជីយ៉េលីស៊ូយ៉ានក៏បានកាន់បល្ល័ង្ករបស់អធិរាជរួមជាមួយនឹងបំណែកក្បឿងហើយក៏បានបន្តដំណើរទៅមុខទៀតតាមពិតទៅក្រុមរបស់ស៊ីគ្វ័នតាំងនៅតាមផ្លូវមានអារម្មណ៍ថាបញ្ហានេះមិនសមហេតុសមផលទេ
ក្នុងការបញ្ឆោតមនុស្សអមតៈផែនដីរឿងបែបនេះទំនងជាមិនធ្លាប់មានពីមុនមកនោះទេប៉ុន្តែថ្ងៃនេះពួកគេពិតជាអាចធ្វើវាបានរឿងទាំងមូលគឺពិតជាមិនអាចនឹកស្មានដល់កម្រិតអតិបរមាអ្វីដែលធ្វើឲ្យស៊ីគួនតាំងនិងនូហ្វែនមានការធូរស្បើយនោះគឺថាពួកគេមិនហ៊ានគិតអំពីរឿងនេះពីមុនមកនោះទេប៉ុន្តែថ្ងៃនេះពួកគេមានសំណាងបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏កម្របែបនេះជាមួយនឹងប្រវត្តិសាស្ត្រមួយនេះពួកគេមិនអាចជួយឲ្យបានក្រៅពីមានអារម្មណ៍ថាការដើរតាមលីជាយេគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃខ្លាំងបំផុតរបស់ពួកគេនៅក្នុងជីវិតរបស់ពួកគេនៅទីបំផុតលីជាយេបាននាំពួកគេទៅកាន់សរសៃនាគមួយផ្សេងទៀតដែលមានខ្យល់អាកាសដ៏អស្ចារ្យជាងសរសៃនាគមុនដែលជារបស់បព្វបុរសដ៏ពិសិដ្ឋរបស់ត្រកូលវូវាដូចជានាគដ៏ធំមួយដែលកំពុងតែដេកនៅលើផែនដីលីជាយេបានរកឃើញចុងបញ្ចប់នៃសរសៃនាគនេះយ៉ាងងាយស្រួលនេះគឺជាជ្រោះជ្រៅមួយដែលមានបរិយាកាសស្ងប់ស្ងាត់នៅខាងក្រៅជ្រោះគឺមានដើមឈើធំពីរដែលបានបិទផ្លូវជាមួយគ្នាគ្មានអ្នកណាម្នាក់អាចឆ្លងកាត់វាបាននោះទេនៅពេលដែលបានមកដល់លីជាយេក៏បានស្រែកខ្លាំងដោយសំឡេងដ៏ជ្រាលជ្រៅថាកូនចៅទី637របស់ត្រកូលវូដ៏ពិសិដ្ឋវូពេញឡានសូមស្វាគមន៍បព្វបុរសរបស់ត្រកូលវូអតិថិប្រយុទ្ធនៃរោងភ្នំនាដ៏អាតកំបាំងនៅពេលនេះលីស៊ូងយ៉ានតាមសញ្ញារបស់លីជាយេក៏បានលើកកៅអីអធិស្ឋានក៏បានលើកបំណែកក្បឿងរបស់អាតិរៀនហើយក៏បានគូវាថ្នមលើកន្លែងដែលដើមឈើយកចំនួន2ជាប់គ្នាហើយដូចជានាងកំពុងតែគូទ្វារដើមឈើយៈ2បន្តមកដោយអាចកំបាំងដូចជានាគ2បានដកថយយឺនដោយបង្ហាញនៅផ្លូវចាស់មួយនៅចំពោះមុខអ្នករាល់គ្នាពួកគេក៏បានតម្រង់ជួរគ្នាជាជួរហើយចូលទៅខាងក្នុងជ្រោះដោយប្រើច្រកតូចមួយរឿងទី1ដែលពួកគេបានឃើញនៅពេលដែលពួកគេបានចូលទៅបានធ្វើឲ្យក្រុមរបស់លីស៊ូងយ៉ានបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវាក៏ដោយសារតែមានមឈូសជាច្រើនដែលបានដេកនៅក្នុងជ្រោះមឈូសនីមួយៗមានផ្សែងហុយឡើងជុំវិញហើយដូចជាសាកសពនៅខាងក្នុងកំពុងតែលេបយកអាប់ទាំងនេះមឈូសរាប់មិនអស់ត្រូវបានដាក់នៅជុំវិញចន្លងភ្នំហើយមឈូសទាំងនោះបានហុំព័ន្ធមឈូសធំជាងគេមួយមឈូសនេះត្រូវបានដាក់នៅលើកំពូលថ្មដ៏ធំមួយតាមពិតទៅវាត្រូវបានធ្វើចេញពីដើមឈើដ៏ពិសិដ្ឋដ៏មានតម្លៃរបស់រូបចម្លាក់អាតិរៀនទោះបីជាមឈូសបុរាណនេះមាននៅទីនេះអស់រយៈពេលរាប់មិនអស់នៃឆ្នាំក៏ដោយវានៅតែរក្សាបាននូវពណ៌ដ៏ស្រស់ឆើតឆាយរបស់វាក្រុមរបស់លីស៊ូងយ៉ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្ដាល់ថាមានមេទ័ពជាង100នាក់ត្រូវបានបញ្ចុះរួមជាមួយនឹងបព្វបុរសរបស់ត្រកូលវូនេះពិតជាការបង្ហាញពីភាពដែលមិនអាចយកឈ្នះបាននិងធម៌ពលរបស់គាត់នៅក្នុងចំនួនរបស់គាត់បន្ទាប់ពីបានដាក់គ្រឿងបូជាចោលរួចលីជាយេក៏បានធ្វើសកម្មភាពជាអ្នកបោកប្រាស់ដ៏ធំបំផុតម្ដងទៀតថាកូនចៅទី637របស់ត្រកូលវូដ៏ពិសិដ្ឋគឺវូពេញឡានបាននាំស្វាមីរបស់នាងមកជាមួយដើម្បីគោរពដល់បព្វបុរសរបស់ពួកយើងបព្វបុរសដ៏រុងរឿងរបស់ពួកយើងដែលត្រូវបានបញ្ចុះនៅក្នុងរោងភ្នំនាអាតកំបាំងហើយត្រូវបានប្រគល់ងារជាអតិថិប្រយុទ្ធរោងភ្នំនាដ៏អាតកំបាំងកូនចៅរបស់ត្រកូលវូអរិយពេលជាច្រើនជំនាន់ចង់ចាំនៅពុទ្ធបរិស័ទដ៏ឆ្លៀវវៃនិងរំលឹកដល់ថ្ងៃដ៏រុងរឿងរបស់បព្វបុរសរបស់ពួកយើងដែលបណ្ដាលឲ្យមានយប់ជាច្រើនដែលដេកមិនលក់ក្រុមរបស់លីស៊ូយ៉ានទាំងអស់គ្នាក៏បានដកដង្ហើមធំនៅពេលនេះដោយមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងដោយគ្មានការសង្ស័យនោះទេបព្វបុរសរបស់ត្រកូលវូដែលត្រូវបានបញ្ចុះនៅទីនេះគឺពិតជាគួរឲ្យភ័យខ្លាចជាងបព្វបុរសដ៏ពិសិដ្ឋរបស់ត្រកូលវូទៅទៀតលីស៊ូយ៉ានមិនអាចជួយបានក្រៅពីព្រួយបារម្ភថាបព្វបុរសនឹងអាចមើលឃើញមកកាន់នាងបព្វបុរសតែមួយមុខគឺពិតជាគួរឲ្យភ័យខ្លាចណាស់ប៉ុន្តែគាត់ថែមទាំងមានមេទ័ពជាង100នាក់ដែលត្រូវបានបញ្ចុះនៅទីនេះផងដែរប្រសិនបើគាត់មើលដឹងពួកគេនៅពួកគេនឹងមិនត្រឹមតែប្រឈមមុខជាមួយគាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមេទ័ពដ៏គួរឲ្យភ័យខ្លាច100នាក់ទៀតផងទីបំផុតលីជាយេក៏បានបញ្ចប់ពិធីរបស់គាត់បន្ទាប់មកសំឡេងក៏បានចាប់ផ្ដើមបន្លឺឡើងលើអាកាសនៅខាងក្នុងមឈូសឈើដ៏ពិសិដ្ឋរូបភាពអតិរិទ្ធបានលេចចេញមកមនុស្សម្នាក់ក៏បានបោះជំនាញចាញ់យ៉ាងក្លាហានហើយអូរ៉ារបស់គាត់បានគ្របនៅលើផ្ទៃមេឃភ្លាមដូចជាស្ដេចនៃអតិរិទ្ធដ៏ខ្ពង់ខ្ពស់បំផុតជាការពិតណាស់នេះគឺជាបព្វបុរសរបស់ត្រកូលអ៊ូក្នុងសម័យកាលរបស់គាត់ត្រូវបានគេហៅដោយអ្នកផ្សេងទៀតថាជាអតិថិប្រយុទ្ធគាត់ក៏ជាបងប្អូនរួមសម្បត្តិរបស់អតិរិទ្ធអមតៈថុនរីផងដែរហើយពួកគេធំធាត់ឡើងជាមួយគ្នាទោះបីជាគាត់មិនបានខ្លាយជាអតិរិទ្ធអមតៈដោយថុនរីក៏ដោយគាត់គឺជាអត្តភាពដ៏ខ្ពស់បំផុតមួយនៅក្នុងសម័យកាលនោះគាត់ធ្លាប់បានឆ្លងកាត់ឋានសួគ៌ទាំង9និងផែនដីទាំង10ពីមុនហើយក៏ថែមទាំងបានជួយអតិរិទ្ធអមតៈថុនរីបង្កើតមាគ៌ាអតិរិទ្ធដ៏អស្ចារ្យរបស់គាត់ទៀតផងគាត់បានបោះជំហានចាញ់ដោយធម៌ពលហើយបើកភ្នែកទាំងពីររបស់គាត់ដោយបញ្ចេញនូវកាមរស្មី
បង្ហូរឈាមចំនួន2ទៅលើរាងកាយរបស់លីស៊ូងយ៉ានបេះដូងរបស់លីស៊ូងយ៉ានបានញ័រព្រោះនាងមានអារម្មណ៍ថាមានធម៌ពលរបស់ពពាកបរោះបន្ទាប់មកគាត់បានបាត់ភ្នែកដោយមិននិយាយពាក្យអ្វីទាំងអស់ហើយលេបនៅផ្សែងសុំដែលចេញមកពីសុពិធីឋានសួគ៌នៅពេលដែលសំឡេងបានមកលើកឡើងអាប់មួយសរសៃត្រូវបានលេបចូលក្នុងមាត់របស់គាត់នៅទីបំផុតពពាកបរោះក៏បានទទួលទានសុខនោះចំហើយវាក៏คล้ายទៅជាទឹកថ្លានិងស្ងប់ស្ងាត់ពពាកបរោះនៅទីបំផុតក៏បានបើកមុនដោយបញ្ចេញនូវសំឡេងតិចៗប៉ុន្តែមានថាមពលថាតើអ្នកមានបំណងប្រាថ្នាបែបណាខ្លះលីស៊ូយ៉ានក៏បានអោនក្បាលចុះហើយក៏បានខ្សឹបប្រាប់ថាត្រកូលវូបានដួលរលំហើយសូមជួយពួកយើងផងពពាកបរោះរបស់ត្រកូលវូបានឈរនៅទីនោះដោយបាត់ភ្នែកដោយមិននិយាយពីអ្វីទាំងអស់លីជាយេក៏បានគោរពហើយក៏បាននិយាយឡើងថាពពាកបរោះត្រកូលវូបានដួលរលំហើយរងការគៀបសង្កត់ពីអ្នករាល់គ្នាត្រកូលស៊ូស៊ីវទន្លេខាងកានតែងតែប្លន់ពួកយើងកូនចៅដ៏ស្មោះត្រង់របស់អ្នកមិនអាចកាន់កាប់ទឹកដីរបស់ត្រកូលវូបានទេថ្ងៃនេះទឹកដីរបស់ត្រកូលវូរបស់ពួកយើងត្រូវបានបំផ្លាញទាំងស្រុងចាប់តាំងពីទន្លេខាងលិចហើយបានបាត់បង់ដីធ្លីភាគច្រើនរបស់ពួកយើងកូនចៅត្រកូលវូរបស់អ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីកាន់កាប់សាលដូនតារបស់ត្រកូលវូដោយសារនាងត្រូវបានបង្រៀនដោយលីជាយាយជាមុននៅពេលគាត់បានឈប់និយាយលីស៊ុងយ៉ានក៏បានអោនក្បាលចោលហើយក៏បានចាប់ផ្ដើមយំយ៉ាងស្រទន់ការយំស្ងាត់របស់លីស៊ុងយ៉ានពោពេញដោយការសោកសៅដែលធ្វើឲ្យអ្នកស្ដាប់ខ្លាចទៅជាមនុស្សសោកសៅបន្ទាប់ពីបានលើពីរបស់លីជាយេពពាកបរោះរបស់ត្រកូលវូក៏បានបើកភ្នែកឡើងភ្លាមដោយបង្ហាញពីការរស្មីឈាមដ៏គួរឲ្យភ័យខ្លាចបន្ទាប់មកគាត់ក៏បានបិទភ្នែកវិញភ្លាមនៅពេលដែលគាត់បានស្រែកថាពួកអាបរោះចំណាស់ទាំងនោះដែលមកពីត្រកូលស៊ូស៊ីវច្បាស់ណាស់ថាគាត់ខឹងខ្លាំងណាស់នៅពេលនេះជាចុងក្រោយពពាកបរោះដែលបានខឹងសម្បាក៏បានសួរដល់ត្រជាក់ឡើងថាក្មេងៗមួយក្រុមដែលមិនចេះគោរពបូជាអ្នកទាំងអស់គ្នាផ្លេចច្បាប់ដូនតាហើយមែនទេលីជាយេក៏បានបញ្ចូលដោយការប្រុងប្រយ័ត្នថានៅឆ្នាំនោះនៅក្នុងសមរភូមិដ៏ច្បុកច្បល់ពួកយើងបានបាត់បង់ស្នាដៃពពាកបរោះកណ្ដាលភ្លើងសង្គ្រាមពពាកបរោះរបស់ពួកយើងក៏មិនបានបន្តការបង្រៀនរបស់ពពាកបរោះដល់ពួកយើងផងដែរលើបែបនេះពពាកបរោះនឹងក៏បានស្រមុកយ៉ាងត្រជាក់វាមិនច្បាស់ទេថាតើគាត់ខឹងនឹងសត្រូវឬក៏គាត់ខឹងនឹងកូនចៅដែលមិនគោរពបូជាដល់គាត់ជាចុងក្រោយពពាកបរោះក៏បាននិយាយយ៉ាងត្រជាក់ឡើងថានៅក្នុងបន្ទប់ពពាកបរោះសូមរំកិលបន្ទះរំលឹកវិញ្ញាណក្ខន្ធរបស់ខ្ញុំហើយដាក់កៅអីកបឹងរបស់អាត្រៀននៅខាងលើដើម្បីបើកដីពពាកបរោះប្រភពណាំត្រកូលវូនៅតែមានឱកាសចុងក្រោយដើម្បីងើបឡើងវិញដោយបាននិយាយដូច្នេះពពាកបរោះរបស់ត្រកូលវូក៏បានយករបស់មួយចាញ់ពីមឈូសរបស់គាត់នេះគឺជាដើមឫស្សីចាស់មួយដែលប្រើសម្រាប់ដាក់រមូរវាត្រូវបានធ្វើចាញ់ពីសូត្រពណ៌មាសដែលបញ្ចេញនូវភ្លឺពណ៌មាសដ៏ភ្លឺចែងចាំងពពាកបរោះក៏បានបោះប្រអប់សៀវភៅបុរាណនោះទៅកាន់លីស៊ុងយ៉ានដោយគាត់ក៏បាននិយាយថាយកវាទៅនេះគឺជាដាវ8ឆ្លងកាត់ឋានសួគ៌ពេលនិយាយចប់គាត់ក៏បានចូលទៅក្នុងមឈូសវិញហើយដូចជាគាត់មិនចង់ឃើញកូនចៅដែលមិនមែនជាកូនចៅរបស់គាត់ម្ដងទៀតនោះទេលីជាយេក៏បានងក់ក្បាលជាសម្ងាត់ទៅកាន់លីស៊ុងយ៉ានជាចុងក្រោយបន្ទាប់ពីដុតលុយខ្លែងខ្លាយរួចលីជាយេក៏បានចាក់ចែងទៅជាមួយនឹងក្រុមរបស់លីស៊ុងយ៉ានទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកគេកំពុងតែចាក់ចែងលីជាយេស្រាប់តែចំពប់ជើងហើយស្ទើរតែដួលទាំងស្រុងប៉ុន្តែនៅពេលនោះលីជាយេបានបញ្ញាបញ្ញាល់ទៅមកដូចជាសាបតោហើយឈរយ៉ាងរឹងមាំនៅម្ខាងការចំពប់ជើងរបស់គាត់ធ្វើឲ្យក្រុមរបស់លីស៊ុងយ៉ានមានការងឿងឆ្ងល់ប៉ុន្តែពួកគេមិនហ៊ានសួរនៅកន្លែងគ្រោះថ្នាក់នេះនោះទេបន្ទាប់ពីចាក់ចែងពីរូងភ្នំនៃអាតកំបាំងលីជាយេបានបោះនៅអ្វីទាំងអស់ភ្លាមហើយប្រាប់ក្រុមរបស់លីស៊ុងយ៉ានថាប្រញាប់ឡើងពួកយើងត្រូវតែចាក់ចែងពីទីនេះមិនយូរប៉ុន្មានគាត់នឹងតាមទាន់ពេលលើដូច្នេះលីស៊ុងយ៉ានក៏បានឧទានឡើងដោយការភ័យរន្ធត់ឡើងថាម៉េចពួកយើងត្រូវបានពពាកបរោះរបស់ត្រកូលវូបានរកឃើញមែនទេលីជាយេក៏បានងក់ក្បាលនៅពេលដែលគាត់បាននិយាយថាខ្ញុំមានចេតនាឲ្យគាត់មើលរំលងពួកយើងប៉ុន្តែគាត់ត្រូវការពេលវេលាដើម្បីរំលាយព័ត៌មានគាត់អង្គុយនៅទីនោះយូរណាស់ដូច្នេះគាត់ត្រូវការពេលវេលាដើម្បីប្រតិកម្មពួកយើងត្រូវតែទៅនៅពេលនេះលីជាយេបានរត់យ៉ាងលឿនទៅជាមួយនឹងអ្នកដទៃនៅពេលដែលពួកគេកំពុងតែរកគេខ្លួនយ៉ាងលឿនដូចជាភ្លេចបន្ទោឆាន់ប៉ាវជើងមិនអាចជួយអីបានក្រៅពីសួរថាហេតុអ្វីបានជាអ្នកចង់ឲ្យគាត់មើលឃើញពួកយើងលីជាយេក៏បាននិយាយថាដើម្បីបោកបញ្ឆោតអ្នកដទៃគាត់ក៏បានបន្ថែមទៀតថាខ្ញុំមករូងភ្នំនេះអាតកំបាំងដើម្បីដោឆ្លងកាត់ឋានសួគ៌ទាំង8នៅពេលនេះពួកយើងនឹងទៅបញ្ឆោតនរណាម្នាក់ដើម្បីដាវមួយ
ជាមួយនឹងដាវនេះរួមជាមួយនឹងបច្ចេកទេសដាវឆ្លងកាត់ឋានសួគ៌ទាំង8វានឹងคล้ายទៅជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យពេលទាំងនេះបានធ្វើឲ្យអ្នករាល់គ្នានិយាយមិនចាញ់នៅពេលដែលពួកគេកំពុងតែរកគេចខ្លួនដើម្បីរួចរស់មានជីវិតគាត់នៅតែព្យាយាមបោកបញ្ឆោតមនុស្សអមតៈម្នាក់ផ្សេងទៀតរឿងនេះពិតជាក្រអឺកតូមនិងក្លាហានពេកហើយនៅពេលដែលពួកគេកំពុងតែរត់គេញលីជាយាក៏បានស្រែកទៅកាន់ No Fan ថា No Fan ស្ដាប់ខ្ញុំពេលដែលពេលវេលាមកដល់ត្រូវតែប្រើនៅដំណោះស្រាយទី9តាមការបញ្ជារបស់ខ្ញុំតើអ្នកយល់ទេក្រោមការបញ្ជារបស់ខ្ញុំនៅពេលនោះចូលរកគេចខ្លួនធ្វើទៅកាន់ទិសដៅភាគខាងលិច No Fan ក៏បានឆ្លើយតបទៅការរំភើបខណៈពេលដែលគាត់មានអារម្មណ៍ភ័យខ្លាចថាយល់ហើយនៅពេលដែលពួកគេកំពុងតែជឿលើខ្នងរបស់ No Fan ខណៈពេលដែលកំពុងតែរកគេចខ្លួនដូចជាមនុស្សឈួនលីស៊ូងយ៉ាន់មិនអាចទប់ចិត្តអីបានក្រៅពីសួរឡើងថាលើកនេះអ្នកកំពុងតែបោកបញ្ឆោតអ្នកណាលីជាយេក៏បាននិយាយថាស្ដេចសឹងប៉ាជៀនដែលជាទិទេពអមតៈដ៏អស្ចារ្យដាវទិទេពអមតៈដ៏អស្ចារ្យនៅក្នុងដៃរបស់គាត់គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ដាវឆ្លងកាត់ឋានសួគ៌ទាំង8បើមានវត្ថុទាំងពីរនេះរួមគ្នាវាពិតជាមិនអាចនឹកស្មានដល់នោះទេពេលលើពាក្យរបស់លីឈីយេស៊ីគួនតាំងក៏បានបាត់បង់ពណ៌សម្បុរហើយក៏បានឧទានដោយការភ័យរន្ធត់ឡើងថាស្ដេចសឹងប៉ាសៀនឆាន់ប៉ាវជាមិនដែលធ្លាប់បានឮអំពីតួអង្គបែបនេះនោះទេដូច្នេះនាងក៏បានសួរដោយមកមានញឹកឡើងថាតើស្ដេចសឹងប៉ាសៀនគឺជានរណាគាត់ក៏បានឆ្លើយតបថាគឺជាអត្តភាពមួយដែលធ្លាប់ដែលមិនអាចយកឈ្នះបានគាត់គឺជាអត្តភាពដ៏ខ្លាំងបំផុតមួយនៅក្នុងសម័យកាលអត្រិយអមតៈថុនរីហើយគាត់ថែមទាំងបានប្រកួតប្រជែងជាមួយនឹងអត្រិយអមតៈថុនរីដើម្បីដណ្ដើមយកឆន្ទៈរបស់ឋានសួគ៌ទៀតផងនៅសម័យកាលនោះមានរូបរាងកាយអមតៈចំនួន2មួយគឺរូបរាងកាយអាក្រក់លេបត្របាក់ឋានសួគ៌របស់អត្រិយអមតៈថុនរីនិងមួយទៀតគឺជារូបរាងកាយខើអមតៈរបស់ស្ដេចស្ទឹងប៉ាសៀនទោះជាយ៉ាងណាក៏ដោយគាត់នៅពីក្រោយអត្រិយអមតៈថុនរីតែមួយជំហានប៉ុណ្ណោះរូបរាងកាយអាក្រក់លេបត្របាក់ឋានសួគ៌របស់ថុនរីបានឈានដល់កម្រិតកំពូលប៉ុន្តែរូបរាងកាយខើអមតៈរបស់គាត់មិនបានឈានដល់កម្រិតកំពូលនៅទីបញ្ចប់នោះទេរូបរាងកាយអាក្រក់ឋានសួគ៌លេបត្របាក់និងរូបរាងកាយខើអមតៈសុទ្ធតែជាផ្នែកមួយនៃរូបរាងកាយអមតៈទាំង12ក្រុមរបស់លីស៊ុងយ៉ានមានការរំចូលចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានលើរឿងនេះទោះបីជាវាមិនទាន់បានបញ្ចប់ក៏ដោយក៏ស្ដេចសឹងប៉ាសៀននៅតែជាអត្តភាពដ៏គួរឲ្យភ័យខ្លាចបំផុតនៅពេលដែលពួកគេកំពុងតែជាខ្ចង់ចាញ់យ៉ាងឆ្កួតលីស៊ុងយ៉ានក៏បានសួរថាតើអ្នកដឹងដោយរបៀបណាថាពពែបរោះរបស់តកុលវូនឹងមើលឃើញចំណុចខ្វះខាតនិងដេញតាមពួកយើងក្នុងនាមជាមនុស្សអមតៈផែនដីតើគាត់មិនដូចជាពួកម្ចាស់កំណត់ទ្រព្យទេឬហើយមិនអាចកើតមកបានយ៉ាងងាយស្រួលទេឬលីជាយេក៏បាននិយាយថាវិធីសាស្ត្ររបស់ខ្ញុំកំពុងតែធ្វើឲ្យប៉ះពាល់ដល់ការវិនិច្ឆ័យរបស់គាត់ក៏បានបន្តទៀតថាការគោរពពពែបរោះរបស់ពួកយើងអាចនិយាយបានថាល្អអស្ចារ្យដូច្នេះពពែបរោះរបស់តកុលវូនឹងមិនដឹងថាពួកយើងជាអ្នកខ្លាញ់បន្លំនោះទេទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកយើងចាកចេញខ្ញុំបានបង្ហាញនៅសាប់តោរត់គេចខ្លួនប្រសិនបើគាត់ឃើញវានោះគាត់នឹងមានការសង្ស័យនៅពេលដែលគាត់បានឃើញថាពួកយើងកំពុងតែរត់គេចខ្លួនទៅកាន់ទីបញ្ចុះសមរបស់ស្ដេចសឹងអមតៈដ៏ខូខើគាត់នឹងគិតយ៉ាងច្បាស់ថាពួកយើងគឺមានការជាប់ទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយនឹងស្ដេចសឹងត្រកូលវូពិតជាមិនអាចទទួលយកការខាតបង់នៅបច្ចេកទេសដាវឋានសួគ៌ទាំង8បានទេទោះជាយ៉ាងណាក៏ដោយទោះបីជាពួកយើងថយក្រោយមួយជំហានហើយនិយាយថាគាត់អាចទទួលយកការខាតបង់នេះក៏ដោយនៅពេលដែលគាត់សន្មតថាពួកយើងមានការជាប់ទាក់ទងជាមួយនឹងស្ដេចសឹងក៏នឹងមិនអាចលេបកំហឹងនេះបាននោះទេលីជីយេក៏បានបន្តទៀតថាពពែបរោះត្រកូលវូនិងស្ដេចសឹងគឺមកពីចំនួនតែមួយអ្វីដែលសំខាន់ជាងនេះទៅទៀតពួកគេគឺជាសត្រូវស្លាប់រស់ហើយបានប្រយុទ្ធគ្នាពេញមួយជីវិតរបស់ពួកគេនៅពេលដែលគាត់ជឿថាស្ដេចសឹងបានបញ្ជូនពួកយើងមកបោកប្រាស់យកបច្ចេកទេសរបស់គាត់ពិតជាឈួតហើយនឹងដេញតាមប្រមាញ់ពួកយើងអ្នករាល់គ្នាបានចាប់ផ្ដើមបាញ់យកត្រជាក់ពេញខ្លួនបន្ទាប់ពីបានឮលីជាយេនិយាយនេះមិនមែនជាការលេងជាមួយភ្លើងទេឬឆាន់ប៉ាវជាវបានសួរដោយការចង់ដឹងថាចុះចំណែកត្រកូលស៊ូស៊ីវវិញតើអ្នកជំនាញពីបុរាណស៊ូស៊ីវក៏ជាផ្នែកមួយនៃត្រកូលស៊ូស៊ីវដែរមែនទេលីជាយេក៏បាននិយាយថាអ្នកនិយាយត្រូវហើយនៅពេលដែលពួកយើងបានលើកឡើងពីត្រកូលស៊ូស៊ីវវាគ្រាន់តែជាបច្ចេកទេសមួយដើម្បីធ្វើឲ្យគាត់ខឹងប៉ុណ្ណោះ
បព្វបរោះដ៏ពិសិដ្ឋរបស់ត្រកូលវូមិនអាចប្រៀបធៀបទៅនឹងបព្វបរោះរបស់វាបាននោះទេប្រយោគមួយឬពីរអាចបកបញ្ចោតចិនបព្វបរោះដ៏ពិសិដ្ឋមែនប៉ុន្តែបព្វបរោះពិតប្រាកដគឺខុសគ្នាត្រកូលស៊ូស៊ីវនិងត្រកូលវូដ៏ពិសិដ្ឋរបស់គាត់គឺជាសត្រូវស្លាប់រស់ដើម្បីឲ្យកាន់តែច្បាស់ពួកគេគឺជាគូប្រជែងដែលបានបង្កើតឡើងនៅឋានសួគ៌មុនពេលដែលត្រកូលវូដ៏ពិសិដ្ឋត្រកូលស៊ូស៊ីវគឺជាត្រកូលនៃចម្រាញ់ឆ្នាំរួចទៅហើយនៅពេលដែលបព្វបរោះនៃត្រកូលវូនៅក្មេងគាត់ចង់រៀបការជាមួយនឹងស្ត្រីម្នាក់ដែលមកពីត្រកូលស៊ូស៊ីវជាអកុសលសម្រាប់គាត់មិនអាចរៀបការជាមួយនឹងនាងបាននោះទេដោយសារតែរឿងនេះគាត់តែងតែរក្សាការចង់គំនុំនេះនៅក្នុងចិត្តរបស់គាត់ដែលជាមូលហេតុដែលត្រកូលវូដ៏ពិសិដ្ឋត្រូវបានសាងសង់នៅទន្លេខាងលិញដើម្បីប្រឆាំងទៅនឹងត្រកូលស៊ូស៊ីវនៅពេលនេះលីជីយេមិនអាចទប់សម្ដេចបាននោះទេហើយក៏បានបន្ថែមទៀតថាការដែលបព្វបរោះត្រកូលវូនៅមានជីវិតគាត់តែងតែប្រឆាំងនឹងត្រកូលស៊ូស៊ីវដោយមិនទុករឿងនេះចោលនោះទេទោះជាយ៉ាងណាក៏ដោយក្រោយមកចំនួនក្រោយៗទៀតនៃត្រកូលស៊ូស៊ីវនិងត្រកូលវូតែងតែជាដន្លងជាមួយគ្នាជាច្រើនចំនួនពាក្យសាមញ្ញខ្ញុំខ្លាចថាវាមិនគ្រប់គ្រាន់ដើម្បីជំរុញបព្វបរោះត្រកូលវូនោះទេហើយគាត់ក៏មិនចង់ដកដាវឆ្លងកាត់ឋានសួគ៌ទាំង8ចាញ់ផងដែរទោះជាយ៉ាងណាក៏ដោយនៅពេលខ្ញុំប្រើត្រកូលស៊ូស៊ីវដើម្បីធ្វើឲ្យគាត់ខឹងរឿងនេះបានคล้ายទៅជារឿងខុសគ្នាទាំងស្រុងនេះគឺជាការកាត់បំបីដែលគាត់បានកាន់ពេញមួយជីវិតរបស់គាត់ជាអ្វីដែលគាត់មិនអាចលះបង់ចោលបានបន្តមកលីជីយេក៏បាននិយាយឡើងទៀតថាបន្ទាប់ពីឮថាត្រកូលស៊ូស៊ីវកំពុងតែធ្វើបាបត្រកូលវូគាត់ពិតជាមិនអាចទ្រាំទ្រជាមួយនឹងកំហឹងនៃបាននោះទេក្រុមរបស់លីស៊ុងយ៉ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះការបោកបញ្ឆោតមនុស្សអមតៈផែនដីគឺជាគ្រោះថ្នាក់សំខាន់បំផុតក្នុងចំណោមភារកិច្ចដ៏គ្រោះថ្នាក់ទាំងអស់នេះដូចជាការលេងជាមួយភ្លើងទោះជាយ៉ាងណាក៏ដោយលីជីយេមានអារម្មណ៍សុខស្រួលនិងធូរស្រាលយ៉ាងខ្លាំងហើយដូចជាវាគ្រាន់តែជាការដើរលេងកម្សាន្តប៉ុណ្ណោះស៊ីកនតាំងមិនអាចទប់ចិត្តចង់ដឹងចង់ឃើញរបស់គាត់បាននោះទេហើយក៏បានសួរថាតើលោកម្ចាស់តូចដឹងដោយរបៀបណាថាទាំងត្រកូលវូរួមជាមួយនឹងស្ដេចសឹងអមតៈខូខើត្រូវបានគេបញ្ចុះនៅក្នុងទីបញ្ចុះសពបុរាណឋានសួគ៌បព្វបរោះត្រកូលវូត្រូវបានបញ្ចុះនៅចុងសរសៃនៃនេះមិនមែនជារឿងដែលមនុស្សចំនួនក្រោយបានដឹងនោះទេប៉ុន្តែលីជីយេបានដឹងរឿងនេះដូចជាក្នុងដៃរបស់គាត់រឿងនេះពិតជាមិនអាចនឹកស្មានដល់ខ្លាំងពេកទោះជាយ៉ាងណាក៏ដោយភ្លាមបន្ទាប់ពីសំណួរនោះបានចេញមកស៊ីគាត់តាំងមានអារម្មណ៍ថាពាក្យសម្ដីរបស់គាត់គឺមិនចាំបាច់នោះទេព្រោះនេះមិនមែនជាលើកទី1នោះទេដែលមានរឿងបែបនេះកើតឡើងហើយគាត់ក៏មិនត្រូវការហេតុផលដែរទាក់ទងទៅនឹងការសាកសួរនេះលីជីយេគ្រាន់តែញញឹមហើយមិនបានឆ្លើយតបទៅនឹងស៊ីគាត់តាំងនោះទេដោយជាខ្យងពួកគេក៏បានហោះការសរសៃនេះជាច្រើនយ៉ាងលឿនល្បឿនរបស់នូហ្វានគឺលឿនណាស់ហើយលីជីយេបាននាំក្រុមលីស៊ុងយ៉ាងទៅដល់កំពូលនៃទីវាលហោស្ថាននេះគឺស្ងាត់ស្រងំទាំងស្រុងនៅកន្លែងនេះមិនមានភ្នំខ្ពស់នោះទេមានតែភ្នំតូចប៉ុណ្ណោះហើយវាហាក់ដូចជាមិនសូវច្បាស់យ៉ាងណាក៏ដោយលីជីយេកំពុងតែឈរនៅកន្លែងដ៏សោកសៅមួយដែលមានជញ្ជាំងបាក់បែកដូចជាធ្លាប់មានវិមាននៅទីនេះព្រោះមានក្បឿងនិងឥដ្ឋដែលបានបាក់បែកជាច្រើនដែលបានរីប៉ាយលើដីលីជីយេក៏បានអនុញ្ញាតឲ្យលីស៊ុងយ៉ានកាន់កៅអីក្បឿងរបស់អាទ្រីតឡើងខ្ពស់ខណៈពេលដែលគាត់កាន់ដាវឆ្លងកាត់ឋានសួគ៌ទាំង8ដោយដៃទាំងពីររបស់គាត់ហើយបាននិយាយខ្លាំងថាត្រកូលវូដ៏ពិសិដ្ឋកូនចៅទី637ក្រោមការបញ្ជារបស់អាទិទេពប្រយុនពួកយើងមកទីនេះដើម្បីជួបជាមួយនឹងព្រះម្ចាស់នៃដែនឋានសួគ៌ដ៏ស្ងាត់ជ្រងំប៉ងនៅពេលនេះផែនដីបានរញ្ជួយហើយវាមានបុរាណមួយដែលបានសាងសង់ឡើងខ្ពស់ភ្លាមហើយហូរចេញពីដីដោយមានសត្វតោដ៏អស្ចារ្យចំនួន2ដែលបានអង្គុយនៅខាងមុខវាមាននេះពិតជាបុរាណណាស់វារស់រវើកនិងគួរឲ្យភ័យខ្លាចលីជីយេបានសំណឹងមើលលីស៊ុងយ៉ានម្ដងរួចលីជីយេក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងវិមាននេះវាធំទូលាយណាស់ប៉ុន្តែគ្មាននរណាម្នាក់នៅខាងក្នុងនោះទេនៅចំកណ្ដាលនៃវិមានគឺមានមឈូសកំណត់ត្របពីបុរាណមួយដែលមានរូបសត្វតោដ៏ទេវភាពដែលឆ្លាក់នៅលើកំពូលវាមើលទៅដូចជាវាអាចលោតចេញទៅពេលណាក៏បានហេតុអ្វីបានជាបិសាចចាវូបញ្ជូនមនុស្សដែលមកកាន់ទីនេះជាចុងក្រោយសំឡេងត្រត្រមួយក៏បានបន្លឺឡើងចេញជាពីមឈូសកំណត់ត្របបុរាណសំឡេងនោះពិតជាអស្ចារ្យដូចជាស្រែកសឹងដែលភ្ញាក់ពីដំណេកលីជីយេក៏បានបង្កើននៅបច្ចេកទេសខណៈពេលដែលលីស៊ុងយ៉ានក៏បានបង្កើននៅអំណាចអធិរាជផងដែរបន្ទាប់មកនាងក៏បានបន្លឺសំឡេងរបស់នាងថាពួកយើងដែលជាកូនចៅរបស់ត្រកូលវូមកទីនេះក្រុមការបញ្ជារបស់បព្វបរោះរបស់ពួកយើងដើម្បីស្វាគមន៍ជាពិសេសចំពោះព្រះម្ចាស់តំបន់ស្ថានសួគ៌ស្ងាត់ស្រងំដែលជាបព្វបរោះដ៏អស្ចារ្យប៉ាសៀន
សម្លេងដ៏ខ្លាំងមួយក៏បានចេញមកពីមជ្ឈបុរាណឡើងថាបើអ្នកមានអ្វីដែលចង់និយាយឆាប់និយាយចេញមកបើមិនមាននោះទេដោយសារខ្ញុំមិនដែលធ្វើបាបក្មេងចំទង់នោះទេគ្រាន់តែដោយសារឯងគឺជាកូនចៅរបស់បិសាចវូចាស់ខ្ញុំប្រកាសជាវាយឯងឲ្យស្លាប់រួចទៅហើយនៅពេលនេះចិត្តរបស់ក្រុមរបស់លីស៊ូងយ៉ាន់កំពុងតែញ័រយ៉ាងខ្លាំងគេត្រូវដឹងថាស្ដេចសឹងនិងពពិតបរាវូគឺជាសត្រូវជាមួយគ្នាលីជាយាក៏បាននិយាយដោយសំឡេងដ៏ស្រទន់ឡើងថាទន្លេក្រោមដីបានលេចឡើងហើយទូក្រោមដីក៏កំពុងតែលេចចេញមកដល់ផងដែរដោយត្រូវបានគាប់នៅក្នុងរោងនេះអស់រយៈពេលរាប់លានឆ្នាំសម្រាប់ត្រឹមតែ3ឆ្នាំកន្លះនៃជីវិតហើយឱកាសនៃការរស់ឡើងវិញគឺពិតជាគ្មានសង្ឃឹមនោះទេពពិតបរាវរបស់ខ្ញុំចង់រស់នៅមួយចំនួនផ្សេងទៀតដូច្នេះគាត់ចង់ឡើងទៅកាន់ទូក្រោមដីពីបុរាណនៅទីនេះលីជាយាបានឈប់មួយសន្ទុះរួចគាត់ក៏បានបន្តទៀតថាពពិតបរាវរបស់ខ្ញុំជឿថាដាវអាទិទេពប៉ាសៀនគឺមិនអាចយកឈ្នះបានប្រសិនបើគាត់អាចធ្វើការជាមួយនឹងពពិតបរាវប៉ាសៀនបាននៅវាដូចជាការរួមបញ្ចូលគ្នារវាងឋានសួគ៌និងផែនដីការខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកប្រកាសជាមិនអាចយកឈ្នះបានដូច្នេះពពិតបរាវរបស់ខ្ញុំបានបញ្ជាឲ្យយុវជនម្នាក់នេះមកកាន់ទីនេះដោយនាំយកដាវឋានសួគ៌ទាំង8មកជាមួយដើម្បីបង្កើនសម្ព័ន្ធភាពជាមួយនឹងពពិតបរាវនៅពេលនេះសំណាយខ្លាំងរបស់ស្ដេចសឹងប៉ាសៀនក៏បានបន្លឺឡើងនៅក្នុងមជ្ឈបុរាណនៅពេលគាត់បានស្រែកថាដូច្នេះមានពេលមួយដែលបិសាចវូចាអាចទទួលបានការចាញ់របស់គាត់បានដែរពេលវេលាល្អកញ្ចាវូដែលរឹងរូសពេញមួយជីវិតរបស់គាត់នៅទីបញ្ចប់គាត់នៅតែត្រូវទទួលយកការបរាជ័យរបស់គាត់ចំពោះមុខខ្ញុំសម្លេងសាច់ចំអកក៏បានបន្លឺឡើងបណ្ដាលឲ្យក្រុមរបស់លីស៊ូងយ៉ាន់បានញាក់សាញ់សម្ដេចបានស្ងប់ស្ងាត់ទៅវិញដោយនាំមកនូវភាពស្ងប់ស្ងាត់នៅក្នុងមជ្ឈបុរាណឡើងវិញលីជាយាក៏បាននិយាយឡើងថាពពិតបរាវរបស់ខ្ញុំបានបញ្ជាឲ្យយុវជនម្នាក់នេះមកកាន់ទីនេះជាមួយនឹងដាវទាំង8ឆ្លងកាត់ឋានសួគ៌ដើម្បីបង្កើនសម្ព័ន្ធមិត្តជាមួយនឹងពពិតបរាវរបស់ខ្ញុំចង់ដោះដូរបច្ចេកទេសនេះជាមួយនឹងដាវរបស់ពពិតបរាវរបស់ទាំងពីរនេះនឹងក្លាយទៅជាសញ្ញានៃការជឿទុកចិត្តបន្ទាប់ពីការរួបរวมបានបញ្ចប់ភាគីទាំងពីរនឹងប្រកល់នៅនិមិត្តសញ្ញានៃការជឿទុកចិត្តគ្នាឡើងវិញនៅពេលលីជាយានិយាយចំលីជាយាក៏បានលើកនៅបច្ចេកទេសដាវទាំង8ឆ្លងកាត់ឋានសួគ៌ឡើងទៅលើអាកាសលីស៊ូយ៉ានក៏បានលើកកៅអីគឺបឹងដំបូលរបស់អាត្រិតឡើងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេស្ដេចសឹងប៉ាសៀនក៏បានសើចយ៉ាងត្រជាក់នៅពេលដែលគាត់និយាយថាកញ្ចាវូថែមទាំងបានដកដាវឆ្លងកាត់ឋានសួគ៌ទាំង8របស់គាត់ចេញទៀតផងតើកញ្ចាវូមិនមែនតែងតែចាត់ទុកវាគឺជាកូនចៅរបស់គាត់ទេឬនៅពេលនេះក្រុមរបស់លីស៊ូងយ៉ានទាំងអស់គ្នាមិនហ៊ានដកដង្ហើមនោះទេនេះគឺជាល្បិចដ៏គ្រោះថ្នាក់មួយដោយប្រើបច្ចេកទេសដើម្បីដោះដូរយកដាវដល់ទេវភាពមួយជំហានខុសនោះជីវិតនឹងទ្រព្យសម្បត្តិនៅរលត់ណាស់ទៅហើយពួកគេថែមទាំងអាចបាត់បង់ជីវិតនៅទីនេះទៀតផងលីជាយាមិនបានភ័យស្លន់ស្លោនោះទេហើយបន្តនិយាយដោយស្ងប់ស្ងាត់ថាចំពោះពពិតបរាវរបស់ខ្ញុំដាវទាំង8ឆ្លងកាត់ឋានសួគ៌ពិតជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានចំពោះត្រកូលវូរបស់ខ្ញុំដាវទាំង8ឆ្លងកាត់ឋានសួគ៌គឺជាមរតកគ្រួសារដ៏ពិសេសរបស់ពួកយើងទោះជាយ៉ាងណាក៏ដោយប្រសិនបើអាចដោះដូរសម្រាប់ការរស់ឡើងវិញរបស់ពពិតបរាវរបស់ខ្ញុំដល់ចំនួនមួយផ្សេងទៀតតម្លៃខ្ពស់បែបនេះនៅតែមានតម្លៃលើប្រទេសនេះគ្រាន់តែជាសញ្ញានៃការជឿទុកចិត្តប៉ុណ្ណោះពពិតបរាវប៉ាសៀនគឺជាចំនួនដែលគ្រប់គ្រងឋានសួគ៌ទាំង9ហើយមិនចាញ់នៅក្នុងផែនដីទាំង10ជីវិតទាំងមូលរបស់អ្នកពោរពេញដោយភាពរុងរឿងនិងមោទនភាពតើអ្នកអាចលុបលន់ចំពោះដាវទាំង8ឆ្លងកាត់ឋានសួគ៌ដោយរបៀបណាទោះបីជាពពិតបរាវនិងពពិតបរាវរបស់ខ្ញុំគឺជាស្ត្រីក៏ដោយពពិតបរាវរបស់ខ្ញុំតែងតែសរសើរចរិតរបស់អ្នកហើយគាត់ជឿជាក់ថាពពិតបរាវនឹងមិនលេបពាក្យសម្ដីរបស់អ្នកនោះទេភ្លាមសម្ដែងរបស់ស្ដេចសឹងប៉ាសៀនក៏បានលាន់ចេញពីក្នុងមជ្ឈបុរាណដោយគាត់ក៏បាននិយាយឡើងថានិយាយបានល្អណាស់ក្មេងប្រុសគ្មានអ្វីចម្លែកទេដែលកញ្ចាវូបញ្ជូនអ្នកមកកាន់ទីនេះក្មេងប្រុសមករបស់អ្នកអាចនិយាយពាក្យដ៏ក្អូបផ្អែមបែបនេះបានហើយបញ្ចេញនូវផ្កាដ៏ស្រស់ស្អាតនិងស្រស់បំព្រងបែបនេះលីជាយាក៏បានអោនក្បាលដោយការគោរពនៅពេលគាត់បន្ថែមទៀតថាក្មេងចំទង់ម្នាក់នេះនិយាយតែពាក្យប៉ិនដោយមិនបំផ្លើសនោះទេមជ្ឈបុរាណក៏បានស្ងាត់ឈឹងខណៈពេលដែលក្រុមរបស់លីស៊ូងយ៉ាន់ក៏បានចាប់ផ្ដើមភ័យប្រសិនបើលីជាយាទីត្រូវនៅពពិតបរាវត្រកូលវូស្ទើរតែមកដល់កំពុងតែដេញតាមពួកគេ
ក្នុងចំណោមពួកគេមានតែលីជាយាយប៉ុណ្ណោះដែលអាចរក្សាភាពស្ងប់ស្ងាត់បានក្រេក្រេមជ្ឈបុរាណក៏បានបើកឡើងមនុស្សម្នាក់ក៏បានដើរចាញ់ទាំងបាត់ភ្នែកដូចជាពួកម្ចាស់កំណត់ទ្រាំនិងពួកអមតៈផែនដីផ្សេងទៀតផងដែរបន្ទាប់ពីបរិយាចំណានបានដើរចេញពីមជ្ឈការមើលឃើញរបស់គាត់បានធ្វើឲ្យក្រុមរបស់លីស៊ុងយ៉ាន់បានមានការងើឆ្ងល់យ៉ាងខ្លាំងគ្មានអ្វីចម្លែកទេដែលបរិយាចំណានរូបនេះត្រូវបានគេហៅថាស្ដេចសឹងប៉ាសៀនដោយអ្នកដទៃគាត់មានសពពណ៌មាសដូចជាសត្វតោមាសហើយគាត់បញ្ចេញនូវរស្មីដ៏មានឥទ្ធិពលដូចជាស្ដេចនៃសត្វទាំងអស់ក្រាំមុនពេលក្រុមរបស់លីស៊ុងយ៉ាន់អាចមានស្មារតីឡើងវិញដាវកំណត់ទ្របមួយដែលនៅក្នុងទ្រមរបស់វាបានធ្លាក់ចូលនៅចំមុខម្រាមជើងរបស់លីឈីយេស្ដេចសឹងប៉ាសៀនក៏បានចាប់ផ្ដើមនិយាយរួចក៏បានលាតបាតដៃទៅមុខឡើងថាខ្ញុំពិតជាចាប់អារម្មណ៍បន្តិចចំពោះសំណើរបស់កញ្ចាវូនាំដាវឆ្លងកាត់ឋានសួគ៌ទាំង8មកកាន់ទីនេះទោះជាយ៉ាងណាក៏ដោយលីឈីយេមិនបានឆ្លើយតបនោះទេហើយក៏បានដើរថយក្រោយមួយជំហានជំនួសវិញឃើញបែបនេះស្ដេចសឹងប៉ាសៀនក៏បានលាន់មាត់ថាស្អីគេតើឯងកំពុងតែបដូរចិត្តមែនទេទោះបីជាភ្នែករបស់គាត់នៅតែបិទគាត់ឲ្យគេហាក់ដូចជាគាត់នៅតែសម្លឹងមើលទៅកាន់លីជីយេយ៉ាងខ្លាំងលីជីយេបានលិតបបោមាត់របស់គាត់ដោយភ័យរួចក៏បាននិយាយដោយការប្រុងប្រយ័ត្ននិងគោរពឡើងថាដូនតាជាទីគោរពយុវជនម្នាក់នេះមិនដែលបានឃើញដាវអាចទេពីមុនមកនោះទេនេះហានិភ័យនៃរឿងនេះធំពេកហើយយុវជនម្នាក់នេះចង់មើលដាវអាទិទេពជាមុនសិនការប្រុងប្រយ័ត្នរបស់លីជីយេដោយមិនបាត់បង់ការគោរពណាមួយគឺស័ក្តិសមសម្រាប់ទុនទីរបស់គាត់ហើយថែមទាំងនិយាយបានថាគ្មានកំហុសឆ្គងទៀតផងវាពិតជាពិបាកសម្រាប់អ្នកដទៃក្នុងការសង្ស័យគាត់ស្ដេចស្ទឹងប៉ាសៀននៅទីបំផុតក៏បានធ្ងន់ដោយត្រជាក់ឡើងថាអូរើវាឡើងហើយមើលវាលីជីយេក៏បានតបបច្ចេកទេសនោះនៅពេលនេះគាត់ក៏បានអន់ចុះម្ដងទៀតរួចក៏បាននិយាយថាសុំទោសប្អូនប្រុសម្នាក់នេះបន្ទាប់មកគាត់ក៏បានលើកដៅអាទិទេពឡើងដោយការគោរពហើយក៏បានមើលវាដោយយកចិត្តទុកដាក់ជាជាងនិយាយថាលីជីយេកំពុងតែប្រឌិតមើលដាវដើម្បីមើលថាតើវាពិតឬខ្លាំងវាជាការត្រឹមត្រូវជាងក្នុងការនិយាយថាគាត់កំពុងតែពន្យាពេលនៅពេលដែលលីជីយេកំពុងតែសង្កេតមើលវាដោយប្រុងប្រយ័ត្នគាត់កំពុងតែគណនាពេលវេលានៃការមកដល់របស់ប៉ប៉េបរ៉ាពូយ៉ាងប្រុងប្រយ័ត្ននៅក្នុងចិត្តរបស់គាត់